នេះมันលើពីព្រោះមិនមែនតិចខ្ញុំឃើញនៅក្នុងទូរស័ព្ទខ្ញុំឃើញតែស្រមោលដែរអត់ឮសំឡេងអរគុណបងប្អូនឥឡូវបងប្អូនមកជួយ comment មកទៀតជួនកាលខ្លាចឮទូរស័ព្ទខ្ញុំបងប្អូនអត់ទាន់ឮយើងមិនប្រញាប់តាណាទេណាមិនប្រញាប់តាណាទេអូខេឮវិញហើយអរគុណច្រើននេះទេខ្ញុំលើពីតាមទូរស័ព្ទខ្ញុំដែរមិញខ្ញុំអត់បានបើកទូរស័ព្ទខ្ញុំដើម្បីស្ដាប់សំឡេងឥឡូវខ្ញុំដាក់ទូរស័ព្ទខ្ញុំស្ដាប់សំឡេងអរគុណឥឡូវយើងចូលទៅក្នុងប្រធានបទថ្ងៃនេះខ្ញុំនិយាយច្រើនខ្ញុំនឹងផ្ដោតទៅលើអឺវិធីផ្សេងៗដែលយើងត្រូវការពារហើយនិងវិធីខ្លះដែលយើងគួរតែថាម៉េចដែលយើងគួរតែដឹងពីព្រោះកន្លងមកយើងបានដើរចូលទៅក្នុងអន្តៈរបស់គេណាខ្ញុំនិយាយថាអញ្ចឹងវិញតាអឺដោយមិនដឹងខ្លួនឬក៏ដឹងដែរក៏ប៉ុន្តែនឹកស្មានថាវាធម្មតាឬក៏យើងអាចទប់សភាពការបានពីព្រោះខ្ញុំដឹងថានៅក្នុងការតស៊ូរបស់យើងઅનેខ្ញុំនិយាយដោយការពិតខ្ញុំនិយាយដោយស្មោះត្រង់នៅក្នុងការតស៊ូរបស់យើងគឺជាការតស៊ូមួយដោយគេហៅម៉េចគេហៅថាចំហឬក៏យើងហៅថាភាពស្មោះត្រង់ហ្នឹងវានៅលើផ្ទៃទឹកទាំងអស់គ្នាដែលអ្នកណាក៏មើលឃើញថាយើងធ្វើនយោបាយដោយបរិសុទ្ធដោយសុចរិតដោយទៀងត្រង់ដោយគ្មានល្បិចកិច្ចកលនៅក្នុងការបំភាន់សាធារណមតិឬក៏ប្រើប្រាស់នៅយុទ្ធវិធីណាដើម្បីគេហៅថាដើម្បីទប់ទល់ជាមួយនឹងគូប្រកួតរបស់យើងទេក៏ប៉ុន្តែនៅក្នុងបេសកកម្មឬក៏ដំណើរការនៃការតស៊ូរបស់យើងអត់បានគិតអំពីថាគូប្រកួតរបស់យើងមិនមែនជាអ្នកដែលធ្វើនយោបាយយ៉ាងហៅម៉េចថាត្រង់ធ្លូឬក៏ដោយភាពស្មោះត្រង់ទេគូប្រកួតរបស់យើងគឺធ្វើនយោបាយដោយប្រើប្រាស់ល្បិចកលយើងហៅថាជួនកាលលក្ខខណ្ឌថោកទាបក៏ថាបានដែរគេថាលក្ខខណ្ឌដែលវាអាក្រក់បំផុតដែលមានលក្ខណៈមិនអាចទទួលយកបានណាក៏ប៉ុន្តែគូប្រកួតរបស់យើងគេអត់ខ្វល់ខ្វាយអំពីរឿងហ្នឹងទេបើទោះជាវិធីឬក៏កលល្បិចរបស់គេហ្នឹងយើងហៅស្អីថោកទាបឬក៏វាអាក្រក់ចូលជាតិរបៀបណាក៏គេធ្វើដែរដូចជាករណីថាបើចង់ឈ្នះយើងបើទោះជាត្រូវលួចធ្វើឃាតឬក៏តាមសម្លាប់សកម្មជនរបស់យើងក៏គេធ្វើដែរនោះគឺជារឿងដែលយើងកន្លងមកយើងគិតថារបបហ៊ុនសែនផ្ដាច់ការរបៀបនេះរបបហ៊ុនសែនខុសខើរបៀបនោះអានឹងយើងគ្រាន់តែគិតតែប៉ុណ្្នឹងតែក៏ប៉ុន្តែយើងអត់បានគិតអំពីវិធីឬក៏មធ្យោបាយដែលគណៈបកប្រជាជនហ្នឹងគេត្រៀមលក្ខណៈគ្រប់យ៉ាងដើម្បីយកឈ្នះយើងការយកឈ្នះយើងដោយបងប្អូនដឹងហើយថាការប្រកួតប្រជែងតាមរយៈការបោះឆ្នោតតាមប្រជាប្រិយភាពនិងតាមការស្ម័គ្រចិត្តរបស់ពលរដ្ឋណាគណៈបកប្រជាជនមិនអាចយកជ័យជំនះលើអ្នកប្រជាធិបតេយ្យបានទេក៏ប៉ុន្តែគណៈបកប្រជាជនប្រើគ្រប់វិធីទាំងការគេហៅស្អីការប្រើប្រាស់មធ្យោបាយដែលទុច្ចរិតទាំងការតាមធ្វើទុកបុកម្នេញតាមលក្ខខណ្ឌប្រើប្រាស់អំណាចសមត្ថកិច្ចអំណាចតុលាការឬក៏យើងហៅថាអំណាចច្បាប់និងជាពិសេសគឺអំណាចកងកម្លាំងដែលអាចសម្រាប់យើងនឹងគេហៅស្អីបំបិតមាត់យើងនឹងតាមគ្រប់វិធីអានឹងគឺជាល្បិចកលឬក៏ជាវិធីដែលគេចង់យកឈ្នះយើងកន្លងមកណាតែពួកយើងគិតតែខ្លួនយើងថាដើម្បីយកឈ្នះអំពើអាក្រក់ទាំងអស់ហ្នឹងដើម្បីយកឈ្នះអំណាចផ្ដាច់ការហើយនឹងការរំលោភបំពានលើសិទ្ធិមនុស្សហ្នឹងជាទូទៅយើងព្យាយាមបង្ហាញពលរដ្ឋយើងធ្វើដោយស្មោះត្រង់ថាបំណងរបស់យើងចង់ផ្លាស់ប្ដូររបៀបណាហើយការដែលផ្លាស់ប្ដូរហ្នឹងវាបានលទ្ធផលមកយ៉ាងណាយើងចង់និយាយពីរឿងហ្នឹងយើងចង់ធ្វើរឿងហ្នឹងប៉ុន្តែចំណុចទាំងអស់ហ្នឹងគ្រាន់តែជាផ្នែកមួយនៃការប្រកួតប្រជែងគ្នាទេផ្នែកមួយទៀតដែលសំខាន់ដែលយើងតែងតែមើលរំលងឬក៏យើងមិនដែលបានមើលអានេះយើងភាគច្រើនខ្ញុំធ្វើការសន្និដ្ឋានថា
យើងមិនបានមើលណាបងប្អូនយើងមិនបានមើលអំពីវិធីទាំងអស់ហ្នឹងជាពិសេសគឺតាក់ទងជាមួយនឹងយុទ្ធសាស្ត្រខ្មែរយើងឬក៏យើងអ្នកប្រឆាំងនេះណាយើងធ្លាប់និយាយដែរពាក្យហ្នឹងណាពាក្យថាយុទ្ធសាស្ត្រពាក្យថាផែនការពាក្យថាគម្រោងការឬក៏ពាក្យថាវាគឺជាល្បិចភាសាយើងធម្មតាគឺជាល្បិចនយោបាយឬក៏តាក់ទិចនយោបាយអីចឹងទៅក៏ប៉ុន្តែបើនិយាយការពិតទៅណាបើនិយាយការពិតអានេះខ្ញុំនិយាយត្រង់ទៅត្រង់មកជាមួយនឹងបងប្អូនទាំងអស់គ្នាពីព្រោះបងប្អូននៅទីនេះខ្ញុំជឿថាភាគច្រើនក៏បងប្អូនជាផ្នែកណាមួយនៃចលនានៃការតស៊ូនឹងដែរយើងអត់មានវិធីឬក៏យើងអត់មានយុទ្ធសាស្ត្រប្រតិបត្តិការនឹងជាក់លាក់ទេគឺភាគច្រើនធ្វើទៅតាមការយល់ឃើញធ្វើទៅតាមគេហៅថាព្រឹត្តិការណ៍ភាគច្រើនគឺយើងឆ្លើយតបណាយើងឆ្លើយតបជាមួយនឹងព្រឹត្តិការណ៍ឃើញហេតុការណ៍ណាមួយយើងឆ្លើយតបរបៀបហ្នឹងក៏ប៉ុន្តែទាំងអស់ហ្នឹងគេហៅថាជាលក្ខណៈគេហៅថា reaction នៅក្នុងពាក្យរបស់អឺយុទ្ធសាស្ត្រប្រតិបត្តិការសកម្មភាពរបៀបហ្នឹងគេហៅថា reaction ក៏ប៉ុន្តែជាលក្ខណៈ proaction ឬក៏ proactive យើងអត់មានទេកន្លងមកនៅក្នុងការងាររបស់យើងដែលតស៊ូប្រឆាំងជាមួយហ៊ុនសែនណាតែខ្ញុំថាយើងអត់មានទេក្រែងតែនៅក្នុងកម្រិតណាខ្ពស់នៅលើពពកឯនោះខ្ញុំមិនដឹងទេណាក៏ប៉ុន្តែបើកម្រិតប្រតិបត្តិការនយោបាយណាខ្ញុំគ្រាន់តែជម្រាបបងប្អូនថាយើងខ្វះកន្លែងហ្នឹងខ្ញុំមិនមែនចោទប្រកាន់ថាគ្មានទេក៏ប៉ុន្តែខ្ញុំថាបើសិនជាវាមានក៏នៅក្នុងកម្រិតមួយដែលដែលអីដែលតូចហើយនឹងដែលផុយស្រួយបំផុតដែលมันអាចយកមកអនុវត្តបានมันអាចប្រតិកម្មឬក៏ឆ្លើយតបជាមួយនឹងអ្វីដែលជាយុទ្ធសាស្ត្រដែលគេព្យាយាមបំបែកយើងឬក៏កំទេចយើងដូចបងប្អូនឥឡូវខ្ញុំយករូបភាពនេះមកប្រៀបធៀបឲ្យធំឲ្យទលាបន្តិចខ្ញុំជឿថាមកដល់ថ្ងៃនេះណាអ្នកដែលដឹងឬក៏អ្នកដែលបានពិចារណាស៊ីជម្រៅអំពីអំពើឈ្លានពានរបស់យួនមកក្នុងកម្ពុជាបើសិនជាយើងនិយាយភាសាមួយនេះឬក៏ពាក្យមួយនេះណាខ្ញុំជឿថាមិនជាមានមនុស្សច្រើនទេដែលមើលឃើញជាក់ស្ដែងហើយជាប្រព័ន្ធថាគេរៀបចំផែនការគេរៀបចំគម្រោងការគេរៀបចំរបៀបណាដើម្បីមកគ្រប់គ្រងកម្ពុជាហើយតាំងពីពេលណាមកអ្នកខ្លះមកដល់ថ្ងៃនេះមិនទាន់ដឹងថាគេកំពុងឈ្លានពានយើងអ្នកខ្លះមិនទាន់ដឹងថាគេកំពុងតែគ្រប់គ្រងកម្ពុជាបានទាំងស្រុងហើយអត់ទាន់ដឹងទៀតឥឡូវនេះណាដោយសារគេថារបបគ្រប់គ្រងឬក៏យើងហៅថាអំណាចរដ្ឋបាលនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននៅក្នុងដៃរបស់លោកហ៊ុនសែនមនុស្សភាគច្រើនគឺមើលឃើញតំណែងហើយរហូតដល់អ្នកនយោបាយខ្លះណាសូម្បីតែនិយាយអំពីអំពើឈ្លានពានរបស់យួនដែលកំពុងតែកាន់កាប់កម្ពុជាបច្ចុប្បន្នហ្នឹងណាគាត់អត់មានព័ត៌មានគាត់អត់មានទិន្នន័យគាត់អត់មានមូលដ្ឋានដើម្បីយកមកសំយោគដើម្បីយកមកសង្ខេបដើម្បីយកមកបង្ហាញសាធារណជនណាឲ្យបានយល់អំពីអំពើឈ្លានពានដោយសម្ងាត់នេះអានេះខ្ញុំមើលឃើញអញ្ចឹងណាខ្ញុំមើលឃើញថាសូម្បីតែព្រឹត្តិការណ៍ឬក៏យើងហៅថាប្រតិបត្តិការដ៏ធំមួយនេះរហូតដល់លេបកម្ពុជាបានហើយនេះណាខ្ញុំថាលេបបានហើយមិនថាចិត្តលេបបានទេលេបបានហើយនេះណាក៏អ្នកនយោបាយមួយចំនួនធំមិនទាំងមានព័ត៌មានមិនទាំងមានមូលដ្ឋានក្នុងការយកវាមកលាតត្រដាងហើយមិនដែលទាំងហ៊ាននិយាយប្រាប់សាធារណជនថាកម្ពុជាកំពុងតែនៅក្នុងអំពើឈ្លានពានដោយសម្ងាត់ដែលយើងហៅថា neo colonization របស់យួនណានៅក្នុងប្រទេសកម្ពុជាអ្នកនយោបាយខ្លះមិនទាំងហ៊ាននិយាយរឿងហ្នឹងឬក៏មិនមានព័ត៌មានដើម្បីយកមកធ្វើអត្ថាធិប្បាយចំណុចហ្នឹងដែលខ្ញុំគិតថានេះគឺជាផ្នែកតូចមួយដែលដែលអ្នកនយោបាយឬក៏ដែលអ្នកតស៊ូរបស់យើងណាខ្វះខាតសម្រាប់យកមកឆ្លោះបញ្ចាំងដើម្បីធ្វើផែនការឬក៏ដើម្បីរៀបចំយុទ្ធសាស្ត្រដែលយើងហៅថា proactive ដើម្បីទប់ស្កាត់ជាមួយនឹងបញ្ហាទាំងអស់ហ្នឹងប៉ុន្តែអ្វីដែលយើងឃើញរាល់ថ្ងៃនេះសកម្មភាពទាំងអស់គឺកើតឡើងឆ្លើយតបជាមួយនឹងព្រឹត្តិការណ៍ឆ្លើយតបជាមួយនឹងលទ្ធផលដែលវាកើតហើយនៅលើសង្គម
ឬក៏នៅលើអីគេហៅស្អីនៅលើ surface ហ្នឹងណាអាហ្នឹងបានយើងឆ្លើយតបអាហ្នឹងជាលក្ខណៈ reactive ដែលខ្ញុំឃើញរាល់ថ្ងៃចំណុចទាំងអស់នេះខ្ញុំគ្រាន់តែចង់ប្រៀបធៀបអញ្ចឹងការដែលគេយកឈ្នះយើងតាមរយៈនៃការចុះឃោសនាតាមរយៈនៃការបំភ្លៃបំភាន់ឬក៏បោកប្រាស់ឬក៏ភូតភរមហាជនដើម្បីយើងហៅថាស្អីដើម្បី discredit ដើម្បីធ្វើឲ្យអាប់អោននៅគោលនយោបាយរបស់គណៈបកប្រឆាំងយើងណាគឺគ្រប់រូបភាពពាក្យពេចន៍ទាំងឡាយដែលចេញនៅលើបណ្ដាញហើយនឹងការផ្សព្វផ្សាយនានាទៅតាមប្រព័ន្ធសារព័ត៌មានរបស់គណៈបកប្រជាជនដែលគេសុខចិត្តឃើញគេធ្វើសុខចិត្តបណ្ដេញសារព័ត៌មានឯករាជ្យបណ្ដេញអ្នកគេហៅថាអ្នកដែលអ្នកដែលមាននិន្នាការអ្នកដែលមាននិន្នាការលំអៀងមករកគណៈបកដែលប្រកាន់គោលការណ៍សេរីនិយមណាគេបណ្ដេញអ្នកទាំងអស់នឹងចេញពីប្រទេសកម្ពុជានោះគឺសុទ្ធតែជាវិធីដែលគេព្យាយាមគ្រប់គ្រងកម្ពុជាដោយលក្ខណៈគេហៅថាអំណាចគេហៅស្អីអំណាចសម្ងាត់ណាដើម្បីកុំឲ្យប្រជាពលរដ្ឋនឹងបានទទួលព័ត៌មានទាំងឡាយហ្នឹងគឺក្នុងគោលបំណងឲ្យកម្ពុជាស្ថិតនៅក្នុងដៃរបស់គណៈបកប្រជាជនអាហ្នឹងគឺជាតាក់ទិកខ្លះឬក៏ជាវិធីខ្លះដែលយើងមើលទៅឃើញត្រឹមតែការរំលោភសិទ្ធិមនុស្សអាហ្នឹងយើងមើលឃើញឃើញត្រឹមតែការរំលោភសិទ្ធិមនុស្សឃើញតែការបំបិទសេរីភាពឃើញតែប៉ុណ្្នឹងឯងយើងមើលអត់ឃើញស្អីដែលនៅលើសពីនឹងទៀតណាគឺគេបន្តសម្រាប់អ្នកប្រឆាំងកុំឲ្យមានឱកាសក្នុងការទៅដណ្ដើមអំណាចពីគេឬអានេះបើសិនជាយើងនិយាយអំពីទីផ្សារណាដូចខ្ញុំនិយាយថានៅក្នុងលក្ខខណ្ឌខ្លះយើងមានផលិតផលលក់ផលិតផលយើងល្អតម្លៃសមរម្យគេក៏មានផលិតផលលក់ដែរគុណភាពតម្លៃគុណភាពផលិតផលរបស់គេអន់បំផុតហើយគេនៅតែបន្តអាចធ្វើទីផ្សារលក់ដូរផលិតផលគេបានដោយអ្វីដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះដែរដូច្នេះអ្វីដែលយើងមើលរាល់ថ្ងៃសម្រាប់យើងអ្នកប្រឆាំងណាយើងគិតថាការប្រកួតប្រជែងក៏ប៉ុន្តែវិធីស្មោកគ្រោករបស់គេវិធីដែលអាក្រក់ខុសខើរបស់គេយើងអត់ដែលមើលថាតើវិធីទាំងអស់ហ្នឹងស្របច្បាប់មិនស្របច្បាប់ឬក៏យើងហៅស្អីផែនការណាមួយសម្រាប់ទប់ទល់នឹងរារាំងដើម្បីកុំឲ្យអាផលិតផលហើយនឹងសេវាកម្មរបៀបហ្នឹងណាចូលមកដល់សង្គមខ្មែរទៀតយើងអត់មានតើអសោះអ្វីដែលយើងមានគឺនៅពេលដែលគេធ្វើអីឧបមាថាការជិះជាន់ឬក៏ការរំលោភសិទ្ធិមនុស្សឬក៏ការឈ្លានពានឬក៏សំដៅការទន្ទ្រានកាន់កាប់ដីធ្លីឬក៏ធ្វើទុកបុកម្នេញដល់ប្រជាពលរដ្ឋណាយើងមើលឃើញអានឹងភ្លាមយើងប្រតិកម្មរឿងហ្នឹងឬក៏យើងថាការដែលគេបំបត្តិសិទ្ធិសេរីភាពមិនឲ្យយើងបញ្ចេញមតិអីជាដើមយើងបានប្រតិកម្មតែកន្លែងហ្នឹងតែប៉ុណ្ណឹងហើយយុទ្ធសាស្ត្ររបស់គេដែលសំខាន់ដែលយើងមើលឃើញណាប៉ុន្តែអានេះខ្ញុំមើលឃើញក៏ប៉ុន្តែគ្នាយើងមើលមិនឃើញទេថ្ងៃនេះដែលខ្ញុំយកប្រធានបទមួយយកមកនិយាយហ្នឹងគឺតាក់ទងជាមួយនឹងផែនការរបស់គេក្នុងការកំទេចយើងបងប្អូនប្រហែលជាដឹងហើយយើងចាំទាំងអស់គ្នាហើយថាក្រោយពេលដែលគេអនុវត្តយុទ្ធសាស្ត្រមួយកំទេចគណៈបកសង្គ្រោះជាតិតាមរយៈយើងដឹងថាតាមរយៈការគម្រាមកំហែងតាមរយៈការចាប់ដាក់គុកតាមរយៈការមិនអនុញ្ញាតឲ្យធ្វើសកម្មភាពឃោសនានោះគឺជាវិធីមួយឬក៏វិធីខ្លះដែលគណៈបកប្រជាជននឹងបានធ្វើចំពោះពួកយើងដែលជាអ្នកប្រឆាំងប៉ុន្តែអ្វីដែលធំបំផុតហ្នឹងណាដែលធំហើយខ្ញុំជឿថារឿងទាំងអស់ហ្នឹងវាមិនគួរតែនៅតែត្រឹមហ្នឹងទេគឺជាពិសេសគឺតាក់ទងជាមួយនឹងការដែលគេរំលាយគណៈបកសង្គ្រោះជាតិការរំលាយគណៈបកសង្គ្រោះជាតិបើសិនជាយើងមើលអំពីទស្សនៈផ្លូវច្បាប់យើងដឹងថាវាខុសច្បាប់វាបំពានវារំលោភលើគេហៅស្អីរដ្ឋធម្មនុញ្ញវារំលោភលើសន្ធិសញ្ញានិយាយមែនទែនតែគឺជាអក្រិតកម្មមួយឬក៏គឺជារដ្ឋប្រហារធម្មនុញ្ញមួយដែលពិភពលោកគេមើលឃើញរបៀបហ្នឹងក៏ប៉ុន្តែពួកយើងណាពួកយើងខ្ញុំចង់និយាយពីសង្គ្រោះជាតិតែម្ដងយើងមើលរឿងហ្នឹងអត់ឃើញយើងមើលរឿងហ្នឹងបានត្រឹមតែវាគឺជាសេចក្តីសម្រេចរបស់តុលាការកំពូលក្នុងការរំលាយគណៈបកសង្គ្រោះជាតិដោយចោទប្រកាន់ដែលគ្មានមូលដ្ឋានយើងនិយាយបានប៉ុណ្ណឹងហើយក៏
មិនបានយកអារឿងហ្នឹងយកអាប្រធានបទមួយហ្នឹងណាមកធ្វើជាមធ្យោបាយឬក៏មូលដ្ឋានសម្រាប់ការតស៊ូក្តីដើម្បីស្វែងរកយុត្តិធម៌ជូនខ្លួនឯងទេមានការខិតខំប្រឹងប្រែងនៅក្នុងដំណាក់កាលមួយដែលនៅពេលនោះមានអន្តរជាតិនៅពេលនោះមានអ្នកដែលគេហៅស្អីអ្នកដែលឈឺឆ្អាលនិងខ្វល់ខ្វាយអំពីយន្តការហើយនឹងលក្ខខណ្ឌច្បាប់អីចឹងទៅមានថាការរំលោភបំពានឬក៏ការដែលគេរំលាយគណៈបកយើងហ្នឹងគឺរំលោភច្បាប់អីចឹងទៅក៏ប៉ុន្តែបានតែប៉ុណ្ណឹងមានមនុស្សជាច្រើនថាយើងត្រូវតែឈលលើជំហរមួយថាការរំលាយនេះខុសច្បាប់វាខុសច្បាប់តាំងពីដំបូងឡើយហើយហេតុអីបានជាខ្ញុំយកអារឿងខុសច្បាប់ហ្នឹងមកនិយាយកន្លែងនេះម្ដងទៀតពីព្រោះវានឹងតាក់ទិនជាមួយនឹងអាប្រធានបទបន្តិចទៀតខ្ញុំនឹងនិយាយដល់អញ្ចឹងមិនខ្ញុំចង់ឲ្យបងប្អូនចូលរួមបញ្ចេញមតិនៅក្នុងចំណុចនេះថាហេតុអីបានជាថ្ងៃនោះមកដល់ថ្ងៃនេះរឿងទាំងអស់ហ្នឹងវានៅក្នុងយើងហៅស្អីរង្វង់ដដែលអត់ទៅណាណាបងប្អូនឥឡូវខ្ញុំមើល comment បងប្អូនហ្នឹងហើយឃើញបងឃើញលីបនីគាត់និយាយមកណាហ្នឹងហ្នឹងហើយបពប្រឆាំងឃើញអីថាហ្នឹងហើយឃើញអីថាហ្នឹងថាតែហ្នឹងថាហើយចប់តែហ្នឹងអត់មានស្អីតទៀតទេណារហូតដល់អ្នកខ្លះគេវិភាគឬក៏គេធ្វើការបកស្រាយថាសកម្មភាពហើយនិងបេសកកម្មនយោបាយរបស់គណៈបកយើងជាលក្ខណៈភ្លើងចម្បាំងឲ្យតែឃើញស្អីបន្តិចឆាក់ឈួលមកហ្នឹងគឺប្រតិកម្មរឿងហ្នឹងភ្លាមហើយហ្នឹងណាមិនមែនធ្វើឲ្យបានជោគជ័យទេគ្រាន់តែប្រតិកម្មហើយក៏ចប់តែហ្នឹងទៅអាហ្នឹងរឿងហ្នឹងអញ្ចឹងឥឡូវខ្ញុំនិយាយអំពីរឿងថានៅពេលដែលគេរំលាយយើងខ្ញុំដឹងថាខ្ញុំនិយាយកន្លែងនេះវាគឺជារឿងប្រវត្តិសាស្ត្របន្តិចទៅហើយក៏ប៉ុន្តែវាមិនមែនប្រវត្តិសាស្ត្រដែលវាបានបញ្ចប់ទៅទេប្រវត្តិសាស្ត្រដែលកំពុងតែកើតឡើងហើយបន្តកើតឡើងហើយវាអាចនឹងមិនចប់ដែលខ្ញុំនិយាយថាប្រវត្តិសាស្ត្រហ្នឹងត្រង់និយាយថានៅពេលដែលគេរំលាយគណៈបកសង្គ្រោះជាតិយើងដឹងថាវាគឺជាការរំលោភបំពានលើច្បាប់ឬក៏យើងហៅថារដ្ឋប្រហារធម្មនុញ្ញប៉ុន្តែមូលដ្ឋាននេះណាមូលដ្ឋានដ៏រឹងមាំមួយនេះណាយើងអត់បានយកវាមកប្រើទេរហូតដល់ថ្ងៃនេះយើងអត់បានយកវាមកប្រើដែលវានៅមានសុពលភាពនៅឡើយដែលវានៅមានប្រសិទ្ធភាពនៅឡើយអ្នកខ្លះថាគេរំលាយយើងហ្នឹងវាធ្វើឲ្យយើងអស់នីតិសម្បទាឬក៏រឿងហ្នឹងវាកើតឡើងហើយដូច្នេះយើងអត់មានស្អីតទៅទៀតទេពីព្រោះគេរំលាយយើងហើយតែតាមការពិតណាខ្ញុំចង់ឲ្យបងប្អូនកលេចមើលទឹកលើការតស៊ូខ្ញុំនិយាយនេះគឺក្នុងន័យបណ្ដោះមនសិការផងហើយនឹងជាលក្ខណៈពន្យល់ដល់បងប្អូនខ្ញុំគិតថារៀមច្បងដែលគាត់បានយល់ដឹងអំពីប្រព័ន្ធច្បាប់ហ្នឹងហើយខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយល្អិតល្អន់ទេក៏ប៉ុន្តែបងប្អូនខ្លះដែលគាត់ចង់ដឹងអំពីមូលដ្ឋាននេះណាឧទាហរណ៍ថាគេរំលាយយើងហើយការរំលាយនឹងខុសច្បាប់រួចហើយយើងអត់តវ៉ាយើងថាវាហួសហើយបងប្អូនចាំសំទោសបងប្អូនចាំប្រវត្តិសាស្ត្រធ្លាប់ឮណាធ្លាប់ឮគេនិយាយអំពីរឿងប្រវត្តិសាស្ត្រថាប្រទេសអ៊ីស្រាអែលធ្លាប់បាត់បង់ទឹកដីហើយការដែលគេបាត់បង់ទឹកដីហ្នឹងមិនមែនបាត់បង់មួយខែពីរខែមួយឆ្នាំពីរឆ្នាំទេណាបងប្អូនរាប់ពាន់ឆ្នាំដូច្នេះបើសិនជាថាការដែលគេរំលាយគណៈបកសង្គ្រោះជាតិយើងនេះមិនមែនក្នុងបំណងត្រឹមតែផ្ដួលរំលំឬក៏កំទេចរចនាសម្ព័ន្ធយើងហៅថាអង្គការចាត់តាំងនយោបាយទេវាគឺជាសង្គ្រាមមួយយើងហៅសង្គ្រាមត្រជាក់មួយដើម្បីសម្លាប់ព្រលឹងឬក៏វិញ្ញាណនៃការពារទឹកដីឬក៏ការតស៊ូដើម្បីការពារជាតិសាសន៍របស់យើងឲ្យវារលាយហិនហោចគោលបំណងដើម្បីគេឈ្លានពានតាមវិធីដែលគេធ្វើរាល់ថ្ងៃនេះដូច្នេះវាគឺជាបេសកកម្មឈ្លានពានសម្ងាត់អញ្ចឹងបើសិនជាយើងថាការដែលគេរំលាយយើងនឹងគ្រាន់តែរំលាយរចនាសម្ព័ន្ធអង្គការចាត់តាំងនយោបាយប៉ុណ្ណឹងចប់តែហ្នឹងនោះគឺជាសមរភូមិមួយដែលយើងបរាជ័យធំធេងហើយដែលយើងមិនអាចតស៊ូតទៅទៀតបានមូលដ្ឋានដែលថាខ្ញុំថាមិនអាចតស៊ូតទៅទៀតបានឬក៏ឱកាសដែលការតស៊ូរបស់យើងនឹងវានឹងជួបការលំបាកហ្នឹងដោយសារ
យើងទទួលស្គាល់ថាយើងបាត់បង់នីតិសម្បទាយើងទទួលស្គាល់ថានោះគឺជាអំណាចតុលាការយើងទទួលស្គាល់ថាអំណាចតុលាការនឹងគឺជាអំណាចស្របច្បាប់អានេះមកពីអានេះតាមទស្សនៈដែលខ្ញុំមើលណារហូតដល់យើងលែងទទួលស្គាល់ខ្លួនឯងថាជាសង្គ្រោះជាតិតទៅទៀតរូបទាំងអស់នេះហើយដែលខ្ញុំចង់យកមកធ្វើអត្ថាធិប្បាយថ្ងៃនេះដើម្បីឲ្យបងប្អូនយកវាមកពិចារណាឡើងវិញថាហេតុអីបានជាខ្ញុំនៅតែការពារស្មារតីរបស់សង្គ្រោះជាតិហេតុអីបានជាខ្ញុំនៅតែនិយាយអំពីរឿងសង្គ្រោះជាតិពីព្រោះខ្ញុំយល់ថាការរំលាយសង្គ្រោះជាតិវាគឺជាការរំលោភច្បាប់ការរំលាយសង្គ្រោះជាតិវាគឺជាលក្ខខណ្ឌដែលយើងមិនអាចទទួលយកបានពីព្រោះលក្ខខណ្ឌច្បាប់យើងមើលតែពីត្រឹមរដ្ឋធម្មនុញ្ញរបស់យើងបានហើយថាមិនបាច់ទៅនិយាយអំពីលក្ខខណ្ឌអន្តរជាតិយើងមិនបាច់ទៅនិយាយអំពីសន្ធិសញ្ញា$23យើងនិយាយតែពីលក្ខខណ្ឌរបស់រដ្ឋធម្មនុញ្ញរបស់យើងដែលនិយាយថាកម្ពុជាគោរពគោលការណ៍ប្រជាធិបតេយ្យសេរីពហុបកតែត្រឹមនឹងមួយណាបើអ្នកនយោបាយរបស់យើងខ្លាំងណាបើអ្នកគ្រប់គ្រងរដ្ឋបាលឬក៏អ្នកគ្រប់គ្រងអំណាចនយោបាយរបស់គណៈបកយើងខ្លាំងណាបងប្អូនគ្រាន់តែនៅក្នុងលក្ខខណ្ឌដែលគេរំលាយយើងនៅថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2017ភ្លាមណារបបហ៊ុនសែនណាត្រូវគេហៅអីគេហៅស្អីត្រូវคล้ายទៅជាក្រុមឧទាមតាំងពីថ្ងៃហ្នឹងមកហើយគឺជាអំណាចខុសច្បាប់តាំងពីម៉ោងដែលគេប្រកាសសាក្រមហ្នឹងនៅឯតុលាការកំពូលហ្នឹងក៏ប៉ុន្តែសួរថាតើគណៈបកសង្គ្រោះជាតិបានយកអ្វីដែលជាសាក្រមហ្នឹងបានយកអ្វីដែលជាសេចក្តីសម្រេចហ្នឹងធ្វើជាភ័ស្តុតាងឬក៏ធ្វើជាអំណះអំណាងឬក៏លក្ខខណ្ឌផ្លូវច្បាប់ដើម្បីប្តឹងមកឬក៏ជូនដំណឹងដល់ស្ថាប័នណាដែលពាក់ព័ន្ធជាពិសេសគឺស្ថាប័នអន្តរជាតិដែលមានដូចជាអង្គការសហប្រជាជាតិហើយនឹងម្ចាស់ហត្ថលេខាទាំង18ប្រទេសដែលគេបានធានាឲ្យកម្ពុជានឹងគោរពទៅលើស្មារតីរបស់សន្ធិសញ្ញាហើយនឹងធានានៅបរិយាកាសប្រជាធិបតេយ្យរបស់កម្ពុជាយើងបានធ្វើទេចំណុចនេះណាបងប្អូនហើយបងប្អូនខ្លះថាវាហួសពេលហើយអានេះបងប្អូនខ្លះក៏និយាយអញ្ចឹងមែនហើយខ្ញុំថាអញ្ញាយកាលរបស់ក្តីមួយនេះណាវាចូលជាធរមានហើយវាអស់អញ្ញាយកាលពីត្រឹមណាអ្នកណាអាចឆ្លើយខ្ញុំបានទេកន្លែងហ្នឹងពីព្រោះជនជាប់ចោតឬក៏អ្នកដែលគេកំពុងតែគេហៅថាដំណើរការក្តីណាដោយលោកប្រធានកឹមសុខាហ្នឹងណានៅមិនទាន់បានកាត់ទោសនៅឡើយហើយក៏មិនទាន់មានកំហុសណាមួយដែលរកឃើញថាលោកប្រធានកឹមសុខាមានជាប់តេតិនជាមួយនឹងសំណុំរឿងនេះហើយម្យ៉ាងទៀតសំណុំរឿងដែលគេចោទហ្នឹងគេចោទលោកប្រធានកឹមសុខាទេវាមិនមែនជាលក្ខខណ្ឌច្បាប់ដែលជាគោលការណ៍របស់គណៈបក្សសង្គ្រោះជាតិបានរៀបចំផែនការដើម្បីទៅធ្វើឲ្យមានការជាប់ពាក់ព័ន្ធឬក៏រៀបចំឲ្យមានសន្តិភាពជាមួយនឹងរដ្ឋបរទេសណាដើម្បីមកធ្វើរដ្ឋប្រហារឬក៏ការផ្ដួលរំលំរបបហ៊ុនសែននឹងដែរហើយបើទោះជាគេមានភ័ស្តុតាងគណៈបកប្រជាជនគេថាគេមានភ័ស្តុតាងក៏យើងមិនទាន់បានឃើញភ័ស្តុតាងហ្នឹងថាសហរដ្ឋអាមេរិកហ្នឹងបានសារភាពថានៅពីក្រោយខ្នងនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារហ្នឹងមែនឬក៏យ៉ាងណាហើយប្រទេសអាល្លឺម៉ង់ហ្នឹងមានមែនឬក៏មិនមែនយើងអត់បានរៀបរាប់យើងអត់បានធ្វើកិច្ចការនៅក្នុងរឿងទាំងអស់នេះទេកន្លងមកណាមែនទេបងប្អូនយើងអត់មានទេលើកលែងតែមានអ្នកណាធ្វើនៅឯឋានលើណាខ្ញុំមិនដឹងទេក៏ប៉ុន្តែសម្រាប់ពួកយើងដែលជាអ្នកគ្រប់គ្រងដែលជាសកម្មជនដែលជាថ្នាក់ដឹកនាំកម្រិតក្រោមគ្មានអ្នកណាបានដឹងថារឿងទាំងអស់ហ្នឹងវាបានតបតវាបានប្រតិកម្មវាបានឆ្លើយតបហើយនឹងបន្តស្វែងរកយុត្តិធម៌ជូនខ្លួនឯងដែរឬក៏យ៉ាងណាដូច្នេះវាអត់ខុសអីពីពលរដ្ឋខ្មែរដែលអស់លោកទាំងអស់គ្នាកំពុងតែទទួលការគៀបសង្កត់ទទួលការជិះជាន់ពីរបបហ៊ុនសែនប៉ុន្តែបងប្អូនទាំងអស់គ្នាអត់ព្រមងើបឈរអត់ព្រមតវ៉ាអត់ព្រមស្វែងរកយុត្តិធម៌ជូនខ្លួនឯងហើយក៏បន្តទ្រាំរស់នៅក្រោមគំនាបនៃការជិះជាន់ផ្ដាច់ការដោយរាល់ថ្ងៃហ្នឹងយ៉ាងណាមិញសង្គ្រោះជាតិក៏អត់ខុសគ្នាដែរយើងមើលឃើញអំពីលក្ខខណ្ឌទាំងអស់នេះក៏ប៉ុន្តែគ្មានសមត្ថភាពឬក៏គ្មានលទ្ធភាពណាមួយដើម្បីតស៊ូក្តីនេះស្វែងរកយុត្តិធម៌ជូនខ្លួនឯងរួចហើយយើងចេះតែនាំគ្នាមកធ្វើសកម្មភាពនានាដែលយើងហៅថាម៉េច
ដែលវាផ្ទុយដែលវាមិនស្របទៅតាមគោលការណ៍ច្បាប់ហ្នឹងណាហើយចេះតែនាំគ្នាធ្វើទៅកន្លែងនេះហើយដែលខ្ញុំចង់យកវាមកនិយាយអំពីប្រធានបទថ្ងៃនេះប្រធានបទថ្ងៃនេះខ្ញុំនិយាយអំពី defeat ប្រធានបទនេះសំខាន់ណាស់ណាបងប្អូនបងប្អូនដឹងថារឿង defeat ហ្នឹងហេតុអីបានជាខ្ញុំយកមកភ្ជាប់នៅកន្លែងនេះបងប្អូនក៏លេចមើលទៅក្នុងស្រុកយើងទាំងអស់គ្នាបងប្អូនក៏លេចមើលទៅសកម្មភាពរបស់យើងហើយបងប្អូនក៏លេចមើលទៅលើគេហៅថាបណ្ដាញប្រតិបត្តិការរបស់យើងមិនដឹងថាហ៊ុនសែនគេចេតនាចង់ផ្ដួលរំលំឬក៏កំទេចពួកប្រឆាំងហ្នឹងណាមិនមែនគេទៅពិនិត្យឃើញហើយចាត់វិធានការដើម្បីកំទេចបកប្រឆាំងហ្នឹងទេគេដឹងច្បាស់ថាសង្គ្រោះជាតិនឹងមានលទ្ធភាពទៅគ្រប់គ្រងប្រទេសដោយប្រជាប្រិយភាពដោយសមត្ថភាពហើយនឹងដោយការឈឺចាប់របស់គណៈបករបស់ប្រជាពលរដ្ឋខ្មែរដែលគណៈបកប្រជាជនជិះជាន់ក្នុងរយៈពេលច្រើនទសវត្សរ៍មកហើយនឹងជាពិសេសយើងមើលឃើញអំពីអំពើឈ្លានពានឬក៏អាណានិគមសម្ោលដែលយួនកំពុងតែកាន់កាប់កម្ពុជាអញ្ចឹងអ្វីដែលគេមើលឃើញកន្លែងហ្នឹងណាថាប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរប្រជាពលរដ្ឋខ្មែរនឹងប្រឆាំងជាមួយនឹងរបបហ៊ុនសែនហើយដូច្នេះបង្អែកសំខាន់ដែលពលរដ្ឋត្រូវពឹងគឺសង្គ្រោះជាតិនេះឯងដើម្បីក្រោកឈរប្រឆាំងជាមួយនឹងរបបហ៊ុនសែនអញ្ចឹងអាយុទ្ធសាស្ត្រមួយប្រហែលជាបងប្អូនស្គាល់ហើយឮហើយក៏បានដឹងដែរ defeat defeat ហ្នឹងតាមពិតពាក្យហ្នឹងមកពីពាក្យភាសាអង់គ្លេសទេពាក្យហ្នឹងវាមាន5អក្សរវាមាន5អក្សរមកពីភាសាអង់គ្លេសវាមានពាក្យ D I F I D ពាក្យហ្នឹងណាប៉ុន្តែវាមកពីអក្សរកាត់ហ្នឹងទេហើយក៏វាមិនមែនជាលក្ខណៈថាពាក្យហ្នឹងវាត្រឹមត្រូវទេក៏ប៉ុន្តែនៅពេលដែលគេសរសេរជាយុទ្ធសាស្ត្រគេច្រើនរៀបចំជាគេហៅស្អីជាពាក្យដើម្បីឲ្យងាយចាំហើយពាក្យខ្លះដោយបងប្អូនធ្លាប់លើពាក្យ SWOT ទេពាក្យ SWOT ណា SWOT គេហៅថាការធ្វើវិភាគ SWOT SWOT analysis SWOT ហ្នឹងវាមកពីពាក្យ strengths weakness attainable ហើយនឹងគេហៅស្អីrealistic ហើយនឹងមួយទៀតគេហៅ time bound ឬអ្នកខ្លះថា time frame អញ្ចឹងទៅអញ្ចឹងអក្សរកាត់របស់វាហ្នឹងវាមកពីលក្ខខណ្ឌដែលគេសម្រាប់កំណត់ថាតើត្រូវធ្វើរបៀបណាដូច្នេះ defeat ហ្នឹងគឺជាផែនការមួយ defeat ខ្ញុំចង់យកវាមកនិយាយខ្លះៗដើម្បីឲ្យភ្ជាប់ជាមួយនឹងអ្វីដែលវាកើតឡើងនៅក្នុងផ្ទៃក្នុងរបស់គណៈបក្សសង្គ្រោះជាតិបើសិនជាយើងមើលអំពីទ្រឹស្ដីរបស់ defeat របស់គណៈបកប្រជាជនដែលរំកាលហ្នឹងគេប្រើអយុទ្ធសាស្ត្រ defeat ដើម្បីកំទេចអង្គការចាត់តាំងនយោបាយរបស់គណៈបកអសន្ទុះរបស់របបឬរបស់ក្រមខ្មែរក្រហមនៅក្នុងផែនការយុទ្ធសាស្ត្ររបស់គេដែលគេហៅថាឈ្នះឈ្នះណាបងប្អូនធ្លាប់ឮអាផែនការឈ្នះឈ្នះរបស់គេគឺគេប្រើ mechanism មួយគេប្រើអា defeat ហ្នឹងឯងសម្រាប់បំបែករចនាសម្ព័ន្ធអង្គការចាត់តាំងនយោបាយរបស់ពួកក្រុមខ្មែរក្រហមអញ្ចឹងអា defeat ណាវាមានលក្ខខណ្ឌស៊ីជម្រៅហើយនឹងប្រសិទ្ធភាពនៅក្នុងការយកមកប្រើដើម្បីកំទេចដៃគូប្រឆាំងដៃគូប្រកួតសំបីតែបងប្អូនមើលក្នុងគណៈបកសង្គ្រោះជាតិយើងថាវាធំវាពិបាកមើលវាធំហើយវាពិបាកមើលហើយវាស្មុគស្មាញខ្ញុំចង់ឲ្យបងប្អូនមើលទៅក្នុងគណៈបកតូចៗឥឡូវយើងមើលនៅក្នុងចំណុចនេះមុនបងប្អូនធ្លាប់ឮអឺធ្លាប់ឮទំនាស់មួយឬក៏សកម្មភាពមួយក្រោយពេលដែលគេសម្លាប់លោកកែមលីណាបងប្អូនឃើញគេបង្កើតគណៈបកនយោបាយមួយហើយនឹងការឧបត្ថម្ភដល់ថ្នាក់ដឹកនាំរបស់គណៈបកមួយដែលជាបងរបស់លោកកែមលីតែម្ដងឈ្មោះកែមអីណាបងប្អូនចាំបានណាហ្នឹងហើយអាហ្នឹងយុទ្ធសាស្ត្រ defeat ណាបងប្អូនអាហ្នឹងគឺយុទ្ធសាស្ត្រ defeat បងប្អូនមើលកន្លែងហ្នឹងនៅពេលដែលយើងឃើញទស្សនវិជ្ជានឹងភ្លាមយើងមើលឃើញភ្លាមថាអាហ្នឹងគឺគេប្រើរបៀបហ្នឹងហើយមួយទៀតហ្នឹងរឿងរបស់កែមលីរឿងមួយទៀតបងប្អូនមានបានធ្លាប់ឃើញគេប្រើយុទ្ធសាស្ត្រមួយទៀតចំពោះគណៈបករបស់លោកប្រធានកឹមសុខាទេនៅពេលដែលលោកប្រធានកឹមសុខាកំពុងតែលេចធ្លោនៅពេលនោះណាមានគណៈបកមួយទៀតគឺប្អូនរបស់លោកកឹមសុខានឹងឯងដែលធ្វើកិច្ចការជាមួយនឹងគណៈបកប្រជាជនឃើញគេដាក់ទន្ទឹមគ្នាអាហ្នឹងមួយទៀត
បងប្អូនមានចាំបានគណៈបកមួយចំនួនដែលកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសរាល់ថ្ងៃណាគេធ្លាប់បាញ់បងសម្លាប់8ក្បាលតែទីបំផុតគេយកប្អូនហ្នឹងមកចិញ្ចឹមរួចហើយឲ្យចូលធ្វើកិច្ចការជាមួយនឹងគណៈបកប្រឆាំងមួយចំនួនដើម្បីបម្រើផលប្រយោជន៍ហ្នឹងដូច្នេះអារូបភាពរបៀបហ្នឹងណាគឺមានរបៀបហ្នឹងហើយវាកើតឡើងរបៀបហ្នឹងគឺគេប្រើរបៀបហ្នឹងដើម្បីបំបែកពីខាងក្នុងដូច្នេះរឿងទាំងអស់នេះណាបងប្អូនបើសិនជាយើងមើលឲ្យស៊ីជម្រៅទៅយើងមើលឃើញប៉ុន្តែគណៈបកសង្គ្រោះជាតិគេអត់ប្រើអញ្ចឹងទេអយុទ្ធសាស្ត្រ defeat ដែលគេប្រើជាមួយគណៈបកសង្គ្រោះជាតិដឹងគេថាម៉េចបំណងរបស់គេគឺគេកំទេចកម្លាំងណាបំណងរបស់គេគឺគេកំទេចកម្លាំងនៃការប្រមូលផ្ដុំរបស់ខ្មែរអញ្ចឹងដើម្បីកំទេចកម្លាំងបានក្រោយពេលដែលគេរំលាយគណៈបកសង្គ្រោះជាតិរំលាយហ្នឹងគឺជាការរំលាយលក្ខខណ្ឌផ្លូវច្បាប់គេថាឲ្យយើងនឹងលែងមាននីតិសម្បទាប្រតិបត្តិការឬក៏ធ្វើសកម្មភាពនយោបាយហើយជំហានទី1គឺគេរំលាយឬក៏គេដកសិទ្ធិនយោបាយរបស់មេដឹកនាំពីព្រោះសំខាន់ជាងគេគឺមេដឹកនាំនយោបាយហ្នឹងគេឲ្យមេដឹកនាំនយោបាយហ្នឹងមានផលប្រយោជន៍ផងឲ្យមេដឹកនាំនយោបាយហ្នឹងបាត់បង់ឱកាសនៅក្នុងការចូលរួមនៅក្នុងសកម្មភាពនយោបាយផងទាំងអស់នេះគឺជាផែនការរបស់គេដែលនៅក្នុងនោះភាសា defeat ហ្នឹងខ្ញុំសង្ខេបថា D ទី1គឺ divide ហ្នឹង divide ហ្នឹងតាមការពិតពាក្យ divide division ឬក៏ separation ឬក៏ស្អីទាំងអស់ហ្នឹងណាគេប្រើពាក្យណាបានក៏ប្រើទៅក៏ប៉ុន្តែដើម្បីឲ្យវាស្របជាមួយនឹងងាយចាំគេយកពាក្យថា divide ហ្នឹងទៅ divide ហ្នឹងគឺគេហៅញែកគ្នាបំបែកគ្នារបស់មេដឹកនាំបំបែកទី1គឺបំបែកកុំឲ្យវាមានរចនាសម្ព័ន្ធគ្រប់គ្រងបំបែកមួយទៀតគឺតាមរយៈគេហៅស្អីបង្កើតជំរុញឲ្យមានក្រុមរបស់អ្នកដែលបែកចែងឬក៏ដែលគេដកសិទ្ធិនយោបាយហ្នឹងណាឲ្យអ្នកទាំងអស់គ្នាហ្នឹងទៅសុំសិទ្ធិនយោបាយដើម្បីបង្កើតគណៈបកទី1សុំសិទ្ធិគឺជាការអោនលំទោនទៅរកគេឬក៏ជាការចោះចាញ់ជាការចោះញោមជាការព្រមព្រៀងជាមួយគេដើម្បីទទួលស្គាល់យកគេហៅស្អីអំណាចច្បាប់ដែលគេបានបង្ខំឬក៏គេបានរៀបចំដើម្បីកំទេចយើងណាគឺយើងបានស្ម័គ្រចិត្តទទួលយកដោយការសុំសិទ្ធិធ្វើនយោបាយឡើងវិញដូច្នេះយើងចាប់ផ្ដើមបែកណាកន្លែងហ្នឹងណាបែកគណៈបកដែលខ្ញុំតែងតែរាប់មករហូតមកដល់ថ្ងៃនេះគណៈបកដែលបែកចែកពីយើង7 8 9ហើយ9ហើយនៅក្នុងប្រទេសកម្ពុជាអាហ្នឹងគឺជាយុទ្ធសាស្ត្រដែលគេបំបែកយើងបំបែកមួយទៀតវិធីមួយទៀតគេធ្វើឲ្យគេហៅថាមួយទៀតគេហៅ isolate defeat ហើយវាមាន isolate ហ្នឹងគឺជារបៀបបើយើងមើលមកក្នុងស្ថានភាពបច្ចុប្បន្ននេះណាបងប្អូនខ្លះមើលអត់ឃើញកន្លែងហ្នឹងទេ isolate ហ្នឹងគឺគេឲ្យក្រុមនីមួយៗគេឲ្យក្រុមនីមួយៗមានសកម្មភាពរៀងៗខ្លួនឲ្យក្រុមនីមួយៗមានក្រុមរបស់ខ្លួនរួចហើយគេឲ្យមេនីមួយៗឬក៏អ្នកដែលមានសកម្មភាពលេចធ្លោនីមួយៗទៅកាន់ការរៀងៗខ្លួនខ្ញុំយកឧទាហរណ៍ជាក់ស្ដែង isolate ខ្លះណាគឺគេឲ្យគណៈបកទាំងអស់ហ្នឹងដកខ្លួនចេញពីបើយើងនិយាយនៅក្នុងទស្សនវិជ្ជារបស់គណៈបកអង្គជាតិគេឲ្យយើងដកចេញខ្លួនចេញពីលោកប្រធានសំរងស៊ីហើយអ្នកខ្លះក៏មិនហ៊ាននិយាយដល់លោកប្រធានកឹមសុខាដែរដោយសារខ្លាចវាជាប់តាក់ទិនជាមួយនឹងបទចោតខ្លាចជាប់តាក់ទិនជាមួយនឹងបទល្មើសឬក៏អ្វីដែលគេចោទថាអំពើក្បត់ជាតិរបស់លោកកឹមសុខាដូច្នេះម្នាក់ព្យាយាម isolate ខ្លួនឯងឬក៏បំបែកខ្លួនឬក៏យើងហៅថាដកខ្លួនឲ្យឆ្ងាយឬក៏របៀបថាគេហៅមិនឯកោទេអានឹងថាធ្វើយ៉ាងណាឲ្យពួកគាត់ហ្នឹងដាច់ចេញពីគ្នាកុំឲ្យនៅជាមួយគ្នាបានអញ្ចឹងណាដូច្នេះលក្ខខណ្ឌទាំងអស់ហ្នឹងដែលយើងមើលក្នុងលក្ខខណ្ឌមួយដែលនៅក្នុងគណៈបក្សសង្គ្រោះជាតិបច្ចុប្បន្ននេះឃើញគេតែបង្កើតក្រមយុវជនផ្សេងឃើញគេតែបង្កើតចលនាអ្នកប្រជាធិបតេយ្យផ្សេងគឺដើម្បីរៀបចំក្រុមមនុស្សឲ្យនៅឲ្យឆ្ងាយឲ្យដាច់ពីគ្នាទៅយើងនៅក្នុងស្មារតីយើងថាតំណាក់តំណងនៅស្ដាប់មេស្ដាប់អីដដែលអីយើងមានតំណាក់តំណងធម្មតាទេក៏ប៉ុន្តែយូរនឹងឆាប់ប្រព័ន្ធនឹងវានៅចែកពីគ្នាដាច់អញ្ចឹងណាសូម្បីតែនៅក្នុងពេលខ្លះនៅពេលដែលយើងប្រជុំឬក៏ក្នុងពេលយើងជជែកគ្នាយើងព្យាយាមចង់ពង្រឹងរចនាសម្ព័ន្ធសង្គមជាតិ
យើងចង់ពង្រីកកម្លាំងរបៀបណាពេលខ្លះរហូតដល់មានការបន្ទោសមិនឲ្យយកពាក្យសង្គ្រោះជាតិហ្នឹងមកនិយាយនៅក្នុងអង្គប្រជុំទៀតពេលខ្លះណាដូច្នេះនោះគឺជាវិធីដែលគេ isolate យើងដើម្បីឲ្យយើងលែងមើលឃើញអំពីសារៈសំខាន់នៃការប្រមូលផ្ដុំទាំងអស់ហ្នឹងណាបងប្អូនអញ្ចឹងពាក្យហ្នឹងវាមានពាក្យដែល divide វាមានពាក្យ isolate វាមានពាក្យ finish ហ្នឹងគឺជាការតាមពិត finish ហ្នឹងវាពាក្យហ្នឹងពាក្យធម្មតាទេវាថាតាមពិតវាមកពី completely ដែលគេហៅeliminate អីចឹងណាគឺវាបញ្ចប់ប្រតិបត្តិការនឹងទាំងស្រុងតែម្ដងណាក៏ប៉ុន្តែដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងគឺគេធ្វើយ៉ាងណាឲ្យយើងហ្នឹងដាច់ប្រព័ន្ធនៃការគ្រប់គ្រងជាគេហៅថាជាខ្សែបណ្ដោយណារហូតដល់យើងមើលនៅក្នុងរូបភាពជារួមណាគណៈបកអង្គជាតិយើងថារចនាសម្ព័ន្ធនៅដដែលយើងមិនទទួលយកការសម្រេចឬក៏សាលក្រមរបស់តុលាការក៏ប៉ុន្តែទីបំផុតនឹងមិនរចនាសម្ព័ន្ធពីលើដល់ក្រោមដែលយើងមានថាធម្មតាយើងមានប្រធានគណៈបកយើងមានអនុប្រធានហើយយើងមានយើងហៅស្អីប្រធានក្រុមការងារនៅឋានានុក្រមវាអញ្ចឹងណាវាមានប្រធានអនុប្រធានរួចហើយមកដល់ប្រធានក្រុមការងារដែលជាសេនាធិការផ្ទាល់របស់គណៈបកប៉ុន្តែរូបភាពរបៀបហ្នឹងណាត្រូវបានអយុធសាស្ត្រ defeat ហ្នឹងកំទេចយើងទាំងអស់ហើយការដែលចូលមកកំទេចហ្នឹងគេអត់មែនប្រាប់យើងថានេះគឺជាការបំបែកគ្នាដើម្បីកំទេចទេគេប្រើមធ្យោបាយផ្សេងដូចជាបង្កើតក្រុមនេះទៅដើម្បីកុំឲ្យជាប់តាក់ទិនជាមួយនឹងសង្គមជាតិពីព្រោះសង្គមជាតិហ្នឹងខ្លាយទៅជាស្ថាប័នដែលខុសច្បាប់ហើយហ្នឹងយើងស្ដាប់ឮទៅអូខេយើងខុសច្បាប់ណាបង្កើតចលនានេះទៅដើម្បីជាកម្លាំងប្រមូលផ្ដុំមួយសម្រាប់ទៅជួយសង្គមជាតិដើម្បីឲ្យសង្គមជាតិនឹងមានកម្លាំងប៉ុន្តែយើងកុំយកសង្គមជាតិមកប្រើប្រាស់ពីព្រោះសង្គមជាតិវាខុសច្បាប់យើងអ្នកស្ដាប់ហ្នឹងណាក៏ដើរតាមគំនិតទាំងអស់ហ្នឹងទៅអ្នកស្ដាប់ហ្នឹងចង់និយាយថាមេដែលមានសិទ្ធិក្នុងការធ្វើការសម្រេចចិត្តនយោបាយណាក៏ឯកភាពទៅអញ្ចឹងហើយបានជាគណៈបកផ្សេងក៏កើតបណ្ដាញផ្សេងក៏កើតដែលខ្ញុំរាប់ថានៅក្នុងប្រទេសមាន9គណៈបកនៅក្រៅប្រទេសមាន4-5គណៈបកទៀតអញ្ចឹងណាគឺវាបែកបាក់គ្នានេះគឺជាយុទ្ធសាស្ត្រ defeat សុទ្ធសាធណាបងប្អូនទាំងអស់នេះគឺជា context ដែលយើងមើលឃើញថាបើសិនជារូបភាពទាំងអស់នេះយើងមិនព្រមទទួលស្គាល់ថាភាពស្របច្បាប់របស់សង្គមជាតិនៅតែមានទេអាហ្នឹងយើងពិបាកនឹងរកផ្លូវដើរទៅមុខហើយបងប្អូនយើងពិបាកនឹងរកផ្លូវដើរទៅមុខហើយដូច្នេះហើយបានជាខ្ញុំស្នើថារកវិធីណាក៏ដោយបំភ្លេចអំពីរឿងរចនាសម្ព័ន្ធទាំងឡាយដែលបំបែកបំភ្លេចរឿងទាំងឡាយណាដែលគណៈបកនានាកំពុងតែចងក្រងពីព្រោះថាគ្មានវិធីណាដែលបងប្អូនអាចទៅបង្កើតក្រុមតូចដើម្បីទៅប្រកួតជាមួយនឹងកម្លាំងដ៏ធំមហិមារបស់ហ៊ុនសែនបានទេវាលើកលែងតែយើងនឹងកម្លាំងធំដែរបានយើងអាចទៅប្រកួតគ្នាដែរបើថាបងប្អូនចង់តែបង្កើតគណៈបកដើម្បីជៀសធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ជាមួយនឹងផ្លូវច្បាប់ថាសង្គមជាតិនឹងវាគ្មាននីតិសម្បទាសង្គមជាតិនឹងវាខុសច្បាប់ហើយតាមការពិតសមរភូមិដែលយើងត្រូវតបគឺយើងត្រូវប្រមូលឯកសារទាំងអស់ជាងឥឡូវនេះលោកប្រធានក្រុមសុខាគេអត់តកាត់ទោសជាងឥឡូវនេះអន្តរជាតិគេនៅតែស្គាល់ឈ្មោះ CNRP នៅឡើយសម្រាប់ខ្ញុំចង់ធ្វើការរឿងនឹងច្រើនជាងទៅបង្កើតចលនាទៅបង្កើតសកម្មភាពទៅនិយាយអំពីរឿងគេដាក់ផ្ទះសម្បែងទៅនិយាយពីរឿងថាថៃឃ្លានពៀនរឿងទាំងអស់ហ្នឹងគេបង្កើតព្រឹត្តិការណ៍បំផន់យើងទេបងប្អូនតែខ្ញុំថាគេបង្កើតព្រឹត្តិការណ៍បំផន់យើងណាទោះបីជាហ៊ុនសែនបង្កសង្គ្រាមឲ្យងាប់មនុស្សរាប់ម៉ឺននាក់ទៀតក៏ជារឿងរបស់ហ៊ុនសែនដើម្បីបដូរចំណាប់អារម្មណ៍អន្តរជាតិឲ្យចាប់អារម្មណ៍ពីរឿងតស៊ូនយោបាយដើម្បីកាន់អំណាចតទៅទៀតមិនមែនរឿងថាគេបាញ់យើងខ្ទេចខ្ទីផ្ទះសម្បែងគេចូលកាន់កាប់ទឹកដីយើងមិនមែនថាមិនដឹងថានឹងវាបាត់ទេវាបាត់ក៏ប៉ុន្តែទោះបីជាបាត់ដល់ជើងសសរផ្ទះរបស់ហ៊ុនសែនហ្នឹងណាក៏ហ៊ុនសែនត្រូវតែធ្វើដែរពីព្រោះហ៊ុនសែនព្រួយបារម្ភអំពីខ្លាចយួនលើទឹកដីខ្មែរអត់បានមិនរឿងហ៊ុនសែនទេយួនគេដាក់ផែនការហ្នឹងថាបើសិនជាវាចាំបាច់ត្រូវបាត់ខេត្តបាត់ដំបងវាចាំបាត់ខេត្តបន្ទាយមានជ័យវាបាត់ទៅប្រទេសថៃលេបយ៉ាងហោចណាស់សល់ទឹកដីទាំងប្រមាណជារបស់យួនដែរដូច្នេះយើងមើលកន្លែងហ្នឹងអញ្ចឹងបានខ្ញុំចង់និយាយថា
រឿងទឹកដីដែលថៃយកបានហើយរឿងចរចាគ្នាបានវិញឬក៏មិនបានវិញណាបើថានៅក្រោមអំណាចរបស់ហ៊ុនសែនហ្នឹងឱកាសដែលយកមកបានវិញហ្នឹងតិចបំផុតឬក៏សូន្យតែម្ដងអញ្ចឹងបានខ្ញុំចេះតែនិយាយថាពេលនេះយើងនៅមានកម្លាំងតស៊ូនៅឡើយពេលនេះយើងនៅមានលក្ខខណ្ឌស្របច្បាប់នៅឡើយលក្ខខណ្ឌស្របច្បាប់នៅទីនេះគឺសង្គ្រោះជាតិមិនមែនចលនាតស៊ូមិនមែនរដ្ឋាភិបាលនេះទេមិនមែនចលនាអ្នកប្រជាធិបតេយ្យមិនមែនបណ្ដាញយុវជនមិនមែនស្អីទាំងអស់ហ្នឹងប៉ុន្តែគឺសង្គ្រោះជាតិដែលជាស្ថាប័នស្របច្បាប់ពីព្រោះពួកយើងអ្នកតស៊ូនេះដែលគេរំលាយមកក្រោមឆ័ត្រឬក៏ក្រោមអង្គការចាត់តាំងរបស់សង្គ្រោះជាតិដូច្នេះវិធីមានតែមួយទេគឺប្រើប្រាស់សង្គ្រោះជាតិធ្វើជាស្ពានធ្វើជាមធ្យោបាយហើយការប្រើប្រាស់សង្គ្រោះជាតិនៅទីនេះណាមិនមែនគ្រាន់តែនិយាយថាប្រើប្រាស់សង្គ្រោះជាតិទេគឺរៀបចំរចនាសម្ព័ន្ធរបស់សង្គ្រោះជាតិទៅតាមអ្វីដែលយើងមានស្រាប់ពីព្រោះកម្លាំងសង្គ្រោះជាតិនៅទូទាំងពិភពលោកនៅទូទាំងប្រទេសហ្នឹងនៅដដែលទេវាគ្រាន់តែថាវាបាត់អំណាចរដ្ឋបាលដែលជាប្រព័ន្ធបញ្ជាហើយរឿងដែលសំខាន់មួយទៀតណាសង្គ្រោះជាតិអត់ហ៊ានចេញសេចក្តីសម្រេចតែងតាំងរាល់ថ្ងៃនេះណាអត់ហ៊ានចេញសេចក្តីសម្រេចតែងតាំងខ្លាចខុសច្បាប់ដែលខ្ញុំសួរថាតើបងប្អូនខ្លាចច្បាប់ណាខ្លាចច្បាប់រហូតដល់យើងមិនអាចទៅរំដោះប្រទេសវិញរងចាំរហូតដល់វារលាយរលិចទៅឬក៏យើងគ្រាន់តែយកហេតុផលថាខ្លាចខុសច្បាប់ច្បាប់មួយណាដែលយើងអាចនឹងខុសឥឡូវសួរខ្ញុំមកច្បាប់មួយណាដែលថាយើងអាចនឹងខុសហើយខុសច្បាប់ហ្នឹងចុះបើហ៊ុនសែនកំពុងតែគ្រប់គ្រងប្រទេសដោយអំណាចប្រជាការដែលគ្មានការទទួលស្គាល់ជាលក្ខខណ្ឌអន្តរជាតិផងហេតុអីបានជាគេអត់ខ្លាចហើយយើងនឹងខ្លាចស្អីអាហ្នឹងខ្ញុំសួរអញ្ចឹងណាបងប្អូនយើងខ្លាចស្អីដោយករណីថាបើសិនជាយើងខ្លាចយើងអត់ហ៊ានរៀបចំរចនាសម្ព័ន្ធអត់ហ៊ានចេញប្រកាសអំណាចយើងហៅថាលិខិតស្នាមរដ្ឋបាលឡើងវិញណាបើយើងអត់ហ៊ានធ្វើអាហ្នឹងតែយើងរងចាំអ្នកណាធ្វើចាំឲ្យហ៊ុនសែនអនុម័តទទួលស្គាល់យើងជាគណៈបកប្រឆាំងស្របច្បាប់តទៅទៀតឬក៏រងចាំច្បាប់មួយណាដែលអនុម័តឲ្យយើងធ្វើសកម្មភាពមួយហ្នឹងអាហ្នឹងខ្ញុំសួរអញ្ចឹងណាចំណុចនេះហើយដែលវាតាក់ទងជាមួយនឹងរឿងមួយទៀតដែលថាមិនសមអញខ្ញុំនិយាយអំពីរឿងអ្នកចង់វិលត្រឡប់អីអាហ្នឹងខ្ញុំមិននិយាយទេក៏ប៉ុន្តែអ្វីដែលវាមិនថ្មីទេវាលឺយូរហើយដែរហើយខ្ញុំក៏និយាយហើយដែរថាការរៀបចំរចនាសម្ព័ន្ធនេះយើងខ្លាចខុសច្បាប់មិនអញ្ចឹងហ៎យើងអត់ហ៊ានចេញសេចក្តីសម្រេចខ្លាចខុសច្បាប់ចាស់ដែលយើងធ្វើសម័យនានាកន្លងមកហ្នឹងណាយើងមានតែខ្លាចខុសច្បាប់អីទេច្បាប់ស្អីឥឡូវខ្ញុំសួរទៅច្បាប់យើងអត់ដែលខ្វល់រឿងច្បាប់ហ្នឹងទេយើងអត់បានគោរពច្បាប់របស់ហ៊ុនសែនតទៅទៀតទេពីព្រោះនេះគឺជាចលនានៃការតស៊ូដែលយើងមានលក្ខខណ្ឌស្របច្បាប់រួចទៅហើយអញ្ចឹងការរៀបចំស្អីទាំងឡាយហ្នឹងវានៅក្រោមអំណាចរបស់យើងរួចហើយអត់ត្រូវតែខ្លាចអីទៀតទេប៉ុន្តែអ្វីដែលខ្ញុំឮមួយទៀតខ្ញុំឃើញបងប្អូនខ្លះគាត់ message មកគាត់សួរខ្ញុំមកសួរយោបល់ខ្ញុំថាឆាប់នេះនឹងមានការបោះឆ្នោតជ្រើសតាំងជ្រើសរើសអ្នកតំណាងមិនមែនថាអ្នកតំណាងរាស្ត្រទេគេថាអ្នកតំណាងរបស់ពលរដ្ឋក្រៅប្រទេសប៉ុន្តែខ្ញុំសួរទៅវិញថាមើលគេសួរថាម៉េចសម័យហ្នឹងសម័យម៉េចជប់ខ្ញុំមើលពាក្យហ្នឹងសិនពួកខ្ញុំអានវាអត់ត្រូវណាខ្ញុំមើលពាក្យហ្នឹងសិនខ្ញុំមើលពាក្យឲ្យត្រូវដើម្បីកុំឲ្យខ្ញុំអានទៅខុសគេថាម៉េចគេថាមានការរៀបចំបោះឆ្នោតជ្រើសរើសសភាក្រៅស្រុកបងប្អូនណាធ្លាប់ឮបងប្អូនណាធ្លាប់ឮខ្ញុំសួរអ្នកច្បាប់វិញបងប្អូនណាធ្លាប់ឮសភាក្រៅស្រុកហើយសភាក្រៅស្រុកនឹងវាកើតឡើងរបៀបណាខ្ញុំសួរបងប្អូនអ្នកច្បាប់បងប្អូននៅក្នុងនេះបងប្អូនណាមានដឹងស្អីគេសភាក្រៅស្រុកហ្នឹងសភាតំណាងរាស្ត្រឬក៏សភាគូតមន់ឬក៏សភាស្អីខ្ញុំចង់ដឹងដែរពីព្រោះសូម្បីតែ125នាក់ដែលអង្គុយនៅក្នុងសភាជាតិខ្មែររាល់ថ្ងៃណាយើងមិនឲ្យភាពស្របច្បាប់ទៅលើពួកទាំងអស់ហ្នឹងផងហ្នឹងពួកទាំងអស់ហ្នឹងបានឈ្មោះជាតំណាងមកណាតាមលក្ខខណ្ឌនៃការប្លន់ឆន្ទៈរបស់ម្ចាស់ឆ្នោតហ្នឹងដូច្នេះគេមាន
បើយើងមើលណាគេមានកោជបមិនចឹងហ៎គេមានអ្នកសង្កេតការណ៍គេមានគណៈបក4 10 20ចូលរួមនៅក្នុងដំណើរការដែលដែលដែលយើងគិតណាដែលយើងគិតថាដំណើរការនៃការបោះឆ្នោតមិនចឹងហ៎ពីព្រោះមានការចោះឈ្មោះមានការចុះបញ្ជីមានវត្តមានរបស់ប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតទាំងអស់នឹងហើយណាហើយមានគណៈបក4 10 20ហ្នឹងទៅចូលរួមប្រកួតមាននីតិកាលមានច្បាប់ស្អីណានៃទាំងអស់របស់គេហ្នឹងសម្រាប់ពួកយើងណាយើងថានោះគឺជាការបោះឆ្នោតคล้ายៗវាគឺជាការបំភាន់មតិសាធារណៈវាគឺជាការរៀបចំយើងហៅថាគេហៅស្អី sham election មិនចឹងណាវាគឺជាវាគឺជាការបោះឆ្នោតคล้ายៗទេ អូខេហ្នឹងខ្ញុំបានចម្លើយមួយហើយដូច្នេះឥឡូវខ្ញុំនឹងឆ្លើយណាដូច្នេះអ្វីដែលវាកើតឡើងនៅក្នុងប្រទេសខ្មែរប៉ុណ្ណឹងហើយណានៅតែអន្តរជាតិមិនទទួលស្គាល់ទេណាបងប្អូនរហូតមកដល់រាល់ថ្ងៃណាគ្មានអ្នកណាទទួលស្គាល់របបក្រុងភ្នំពេញណាជារបបស្របច្បាប់នៅឡើយទេគឺនៅតែជារដ្ឋាភិបាលខុសច្បាប់តាំងពីថ្ងៃទី16ខែវិច្ឆិកា2017មកក៏ប៉ុន្តែយើងមិនដែលយកអាពាក្យហ្នឹងយកមកធ្វើអត្ថាធិប្បាយមកបកស្រាយថាភាពខុសច្បាប់និងអធម្មនិយភាពរបស់របបក្រុងភ្នំពេញនឹងរបៀបណាយើងអត់ដែលនិយាយសោះបានថារបបខុសច្បាប់ក៏ប៉ុន្តែលក្ខខណ្ឌហើយនឹងបញ្យល់ថាវាខុសរបៀបណាហ្នឹងយើងមិនដែលបានបញ្យល់ឧទាហរណ៍ដូចជាថាគេរំលាយយើងធម្មតាសភារបស់កម្ពុជាវាត្រូវពហុបកមិនអញ្ចឹងទេបងប្អូននៅពេលដែលគេរំលាយបកមួយហើយពីព្រោះកាលហ្នឹងនៅមានតែ2បកឯនៅក្នុងសភានៅពេលដែលគេរំលាយបកមួយហើយបកមួយខាងទៀតមិនអាចកាន់អំណាចបានទេគឺសភាហ្នឹងវារលំហើយមានន័យថាលក្ខខណ្ឌខុសច្បាប់វាកើតឡើងពីថ្ងៃហ្នឹងមកហ្នឹងចឹងណាប៉ុន្តែអានឹងខ្ញុំមិននិយាយលម្អិតទេឥឡូវខ្ញុំមើលចម្លើយរបស់លទ្ធិប្រជាធិបតេយ្យគាត់សរសេរមកគេថាសភាតំណាងបកបងប្អូនធ្លាប់មានទេពាក្យហ្នឹងសភាតំណាងបកមិនមែនតំណាងរាស្ត្រទេអាហ្នឹងក៏ណាសភាតំណាងបកអាហ្នឹងគាត់និយាយមកគាត់មិនមែនថាអាហ្នឹងជាពាក្យត្រឹមត្រូវទេបាទគាត់ថាការបោះឆ្នោតរបៀបហ្នឹងវាគឺជាសភាតំណាងបកវាអត់មានណានៅក្នុងលក្ខខណ្ឌច្បាប់វាអត់មានអញ្ចឹងណាបងប្អូនវាឧបមាថាយើងចង់បោះឆ្នោតខ្ញុំឃើញសំណេរហ្នឹងខ្ញុំឃើញការលើកឡើងហ្នឹងឬក៏បទអត្ថាធិប្បាយហ្នឹងណាថានឹងមានការរៀបចំបោះឆ្នោតមួយដើម្បីជាតំណាងណាជាតំណាងរបស់ពលរដ្ឋក្រៅប្រទេសអីចឹងទៅហ្នឹងថាម៉េចប្រើពាក្យអីចឹងទៀតណាប្រើពាក្យអីចឹងទៀតណាប្រធានបទនីតិវិធីនិងការរៀបចំបោះឆ្នោតជ្រើសរើសសភាក្រៅស្រុកនីតិវិធីទាំងអស់ហ្នឹងណាគ្រាន់តែចេញមកហ្នឹងខ្ញុំមិនដឹងនិយាយថាម៉េចទេបងប្អូនខ្ញុំមិនដឹងនិយាយថាម៉េចទេវាខុសរឿងនិយាយចេះទៅវាខុសរឿងដែលមិនដឹងអ្នកណាអ្នកនឹកឃើញអាហ្នឹងពាក្យទាំងអស់នេះណាវិធីទាំងអស់នេះណាបើមិនមែនជាគំនិតរបស់ចារកម្មទេណាមិនមែនជាគំនិតរបស់ defeat ទេណាខ្ញុំឲ្យបងប្អូនគូសថ្មចំណាំនេះគឺជាទ្រង់ទ្រាយមួយថ្មីទៀតដែលគេព្យាយាមបំបែកឲ្យវាមុនដំបូងយើងថាបំបែកទៅជាចម្រៀកតូចណាអានេះគឺបំបែកឲ្យទៅជាចម្រៀកម៉ត់ផង់ម៉ត់ដោយអាចទីតុយអញ្ចឹងវិធីនេះណាពីព្រោះអ្នកដែលនឹងទៅឈោះឈ្មោះបោះឆ្នោតនៅក្នុងអាយន្តការមួយនេះណានឹងទៅដដើមប្រជែងគ្នាផ្ទៃក្នុងរបស់យើងហ្នឹងរបស់អ្នកសង្គ្រោះជាតិហ្នឹងទៅឈរដណ្ដើមគ្នាហើយអ្នកខ្លះបានអ្នកខ្លះមិនបានអ្នកខ្លះក៏អន់ចិត្តអ្នកខ្លះរបៀបហ្នឹងគេហៅថាវិធីញោមញីឲ្យវាខ្ទេចឲ្យវាម៉ត់ខៃបើអ្នកដែលលមោបឬក៏ចង់បានអំណាចចង់បានតួនាទីចង់បានស្អីហ្នឹងណាទៅចូលឈ្មោះគេហើយទៅនឹងមិនដឹងជាទៅពីចម្ងាយណាទេមិនស្រួលហ្នឹងហោះពីអូស្ត្រាលីហោះពីជប៉ុនកូរ៉េមកក៏មិនដឹងដែរដើម្បីមកចូលរួមដំណើរហ្នឹងឬក៏ចូលតាម Zoom តាមអីចឹងទៅ
នេះគឺជាវិធីដើម្បីកំទេចកម្លាំងរបស់យើងនោះឲ្យវាល្អិតផុតផង់អាហ្នឹងដូចអាចទីតុយខ្ញុំនិយាយអញ្ចឹងណាខ្ញុំអត់ដែលឃើញតែនៅភាសាខ្មែរប្រើភាសាហ្នឹងទៅណាបងប្អូនវាអត់មានទេនេះហើយដែលខ្ញុំថាវាជាប់តាក់ទិនជាមួយនឹង Defeat ហ្នឹងគេរកវិធីទាំងអស់ហ្នឹងហើយខ្ញុំសួរអញ្ចឹងទៀតនៅក្នុងប្រទេសខ្មែរហ្នឹងដែលបន្តិចទៀតគេនឹងបោះឆ្នោតហើយ2027ហ្នឹងគេនឹងបោះឆ្នោតឃុំសង្កាត់ហើយហើយបន្តិចទៀតគេ2028គេនឹងបោះឆ្នោតសកលហើយគេនឹងបោះឆ្នោតតំណាងរាស្ត្រហើយអញ្ចឹងណាហើយយើងនេះមករៀបចំបោះឆ្នោតនឹងដែរហើយខ្ញុំសួរទៀតគោចបនឹងមកពីណាឯករាជ្យទេគណៈបកណាខ្លះដែលបានមកចូលរួមធ្វើជាគោចបអានឹងទី1ទី2មកប្រកួតប្រជែងហ្នឹងប្រកួតប្រជែងជាមួយអ្នកណាជាមួយផ្ទៃក្នុងរបស់ខ្លួនឯងឬក៏ជាមួយនឹងគណៈបកប្រជាជនឬក៏គណៈបកណាខ្លះដែលមកចូលរួមហើយយើងសូមពីលក្ខខណ្ឌស្របច្បាប់គេហៅ legitimacy លក្ខខណ្ឌស្របច្បាប់ហ្នឹងណាច្បាប់ស្អីបើរដ្ឋធម្មនុញ្ញរបស់យើងមានរដ្ឋធម្មនុញ្ញទេច្បាប់មួយណាហើយអ្នកណាស្គាល់ទទួលស្គាល់ច្បាប់នៃការបោះឆ្នោតមួយហ្នឹងដូច្នេះច្បាប់មួយហ្នឹងអនុម័តដោយអ្នកណាដែលបានយកមកធ្វើជាយន្តការដែលគេហៅស្អីនីតិវិធីហ្នឹងណានីតិវិធីហ្នឹងគេហៅរបៀបដែលស្របច្បាប់របៀបដែលស្របច្បាប់វិធីហ្នឹងគឺជារបៀបឬក៏ប្រព័ន្ធវានីតិហ្នឹងគេហៅច្បាប់អញ្ចឹងគេថានឹងរៀបចំនីតិវិធីនឹងរៀបចំរបៀបនៃការបោះឆ្នោតដោយស្របច្បាប់អីចឹងទៅដូច្នេះខ្ញុំសួរអញ្ចឹងសួរថាអ្នកណាអ្នកគិតឃើញអាហ្នឹងដេកយល់សពរបៀបណាសង្ស័យតែដេកយកក្បាលទៅចុងជើងទេដែរបានជាយល់សពឃើញរបៀបហ្នឹងវាអត់ត្រូវរឿងណាសម្រាប់ខ្ញុំណារឿងទាំងអស់នេះគឺជាការកំដរឆាកគឺជាវេទិកាលំអសួនជួយទិញពេលវេលាឲ្យហ៊ុនសែននឹងធ្វើអីធ្វើទៅពីព្រោះចាប់ពីថ្ងៃនេះទៅដល់ខែមីនាឯងនៅក្នុងនេះគេដាក់ដល់ខែមីនានឹងពាក់កណ្ដាលខែមីនាណាអត់ដឹងថ្ងៃណាទេណាអានីតិការបោះឆ្នោតហ្នឹងតែថ្ងៃខែឆ្នាំម៉ោងហើយនឹងស្អីក៏អត់មានអានីតិការបោះឆ្នោតទេខ្ញុំមិនរិះគន់ទេក៏ប៉ុន្តែខ្ញុំថាកុំធ្វើស្អីដែលវាលីលាពេកអានេះគឺនៅក្នុងគណៈបកប្រឆាំងណាបើគណៈបកប្រជាជនធ្វើអីធ្វើទៅខ្ញុំអត់ខ្វល់ទេប៉ុន្តែវានៅក្នុងគណៈបកប្រឆាំងគណៈបករបស់ខ្ញុំដែរមិនមែនមកធ្វើស្អីតាមដំណើរចិត្តអញ្ចឹងទេហើយអ្នកណាដែលជាអ្នកអនុម័តឲ្យមានអាកិច្ចការរបៀបនេះកើតឡើងហ្នឹងហើយគណៈបកនេះជាគណៈបករបស់យើងទាំងអស់គ្នាហើយអ្នកណាអ្នកសម្រេចចិត្តឲ្យចេញអាសេចក្តីសម្រេចរបៀបហ្នឹងមកអ្នកណាអ្នកសម្រេចអីក៏យកអំណាចអីមកពីណាយកអំណាចស្អីហ្នឹងមកពីណាអារបៀបហ្នឹងហើយដែលគេឌីលយើងថាបៃលុកបៃឡណាឬក៏អ្នកខ្លះគេឌីលយើងថាយើងល្ងងណាយើងអត់ដឹងអីផងហ្នឹងចេះធ្វើទៅហើយបានបើសិនជាបោះឆ្នោតបានយកទៅអង្គុយនៅណាបងប្អូនថាវិលអស់ហើយវិលអស់ហើយបងប្អូនយើងជាមនុស្សយើងមិនមែនជាឧបករណ៍ណាហើយអ្នកណាអ្នកសម្រេចធ្វើអានេះខ្ញុំនឹងដេញដោលរកថាអ្នកណាអ្នកសម្រេចប្រកាសធ្វើអាស្អីបោះឆ្នោតអ្នកណាជាប្រធានគោចបអ្នកណាជាអ្នកដែលអនុម័តលើគោលការណ៍ហ្នឹងហើយអ្នកណាអ្នកគិតរឿងហ្នឹងនោះរឿងយួនគេកំពុងលេបទឹកដីយើងរឿងអានីតិវិធីដើម្បីការពាររឿងទាមទារភាពស្របច្បាប់របស់យើងនៅលើឆាកអន្តរជាតិវិញយើងអត់ព្រមធ្វើផងណាហើយចាំបាច់ទៅធ្វើស្អីហ្នឹងធ្វើមកទៅអីខ្ញុំចង់មើលតែមតិបងប្អូនទេបងប្អូនសួរខ្ញុំហេតុអីបានគេរៀបចំការបោះឆ្នោតអូហេតុអ្វីគេរៀបចំការបោះឆ្នោតឃុំសង្កាត់មុនការបោះឆ្នោតជាតិអាហ្នឹងតាមពិតវាមានការបោះឆ្នោតធម្មតាវាអាស្រ័យទៅលើច្បាប់ដែលគេតែងហ្នឹងទេបងប្អូនតាមធម្មតាណានៅតាមច្បាប់ដែលគេតែងពោលនៅក្នុងប្រទេសនីមួយដោយសារស្រុកយើងវាមានឃុំសង្កាត់គឺជារដ្ឋបាលយើងហៅថ្នាក់ក្រោមជាតិដូច្នេះគេមាននីតិការបស់គេដោយឡែកហើយបោះឆ្នោតសកលហ្នឹងវាជាបោះឆ្នោតជាតិវាមាននីតិកាផ្សេងខុសគ្នាមួយវានៅថ្នាក់ជាតិមួយវាថ្នាក់ក្រោមជាតិដូច្នេះបើសិនជាយើងបោះស្របពេលគ្នាណាបោះក្នុងពេលតែមួយការរៀបចំហ្នឹងវាមានគេហៅថានីតិវិធីវាច្បុកច្បល់ហើយវាធ្វើឲ្យការរៀបចំលទ្ធភាពនៃការរៀបចំដំណើរការបោះឆ្នោតហ្នឹងណាវាជួបការលំបាកខាងបច្ចេកទេសទេមិនអីទេអាហ្នឹងណាប្រទេសខ្លះគេមានបោះឆ្នោតដល់ទៅ
3គេហៅស្អី3ផ្នែកផ្សេងគ្នាគេបោះឆ្នោតក្រុមរក្សានឹងផងគេបោះឆ្នោតសកលសម្រាប់តំណាងរាស្ត្រផងគេបោះឆ្នោតព្រឹទ្ធសភាក៏គេបោះឆ្នោតដែរអញ្ចឹងណាក៏ប៉ុន្តែនៅក្នុងប្រទេសយើងក្រុមរក្សាឃុំសង្កាត់គេបោះឆ្នោតដោយឡែកជាលក្ខណៈដែលសកលក៏ប៉ុន្តែនៅពេលដែលបោះឆ្នោតតំណាងរាស្ត្រគេបោះអសកលអីចឹងទៅគេបោះយកតំណាងរបស់ឃុំសង្កាត់ទៅបោះអីចឹងទៅប៉ុន្តែអាហ្នឹងមិនអីទេមិនសំខាន់ទេអាហ្នឹងណាប៉ុន្តែអ្វីដែលខ្ញុំចង់និយាយថ្ងៃនេះខ្ញុំនិយាយអំពីវិធីដែលគេបំបែកគណៈបកយើងតាមវិធីផ្សេងដូចជាករណីខ្ញុំនិយាយ defeat ហ្នឹងណាគឺគេឲ្យយើងប្រកួតប្រជែងគ្នាដើម្បីឲ្យជំរាករបស់យើងដែលកាន់តែតូចហើយហ្នឹងណាឲ្យវាទៅកាន់តែតូចទៀតហើយបង្វិលពេលវេលារបស់យើងដែលជាអ្នកកំពុងតែតស៊ូប្រយុទ្ធជាមួយនឹងរបបផ្ដាច់ការហ្នឹងលែងបានតែខ្វល់ខ្វាយពីរឿងថាតើរកវិធីណាដើម្បីទៅធ្វើសកម្មភាពប្រឆាំងជាមួយនឹងការពង្រីកអាណានិគមសម័យរបស់គេនៅក្នុងប្រទេសកម្ពុជាការគ្រប់គ្រងដែនដីឬក៏គ្រប់គ្រងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាឬក៏ការបន្តប្រព្រឹត្តបទល្មើសភេរវកម្មនានាដែលកំពុងតែកើតឡើងនៅក្នុងប្រទេសកម្ពុជាឲ្យវាទៅដោយរឿងរបស់គេទៅពួកយើងគិតតែពីរឿងមកធ្វើស្អីបោះឆ្នោតស្អីចឹងទៅមកធ្វើស្អីធ្វើសេចក្តីថ្លែងការណ៍មកធ្វើស្អីបាតកម្មអីចឹងទៅយើងគិតពីរឿងហ្នឹងដោយរាល់ថ្ងៃអ្វីដែលខ្ញុំស្នើខ្លាំងជាងគេហ្នឹងគឺរកវិធីដើម្បីផ្លាស់ប្ដូររបបហ៊ុនសែនហើយរបបហ៊ុនសែនកំពុងតែមកផ្ទាល់ច្រកឬក៏កំពុងតែមកជួបឧបសគ្គធំណាស់ធំមួយគឺតាក់ទងជាមួយនឹងវិបត្តិនយោបាយផ្ទៃក្នុងវិបត្តិនយោបាយអន្តរជាតិវិបត្តិសេដ្ឋកិច្ចវិបត្តិការទូតឬក៏ស្អីដែលហ៊ុនសែនមានរាល់ថ្ងៃយើងឃើញច្រើនណាស់ដែលយើងអាចមានវិធានក្នុងការទៅទប់របបកុំឲ្យវាទៅមុខទៀតក៏ប៉ុន្តែយើងអាចបានធ្វើអាហ្នឹងឯងយើងអាចបានរៀបចំកម្លាំងហ្នឹងទេជួនកាលហ្នឹងរៀបចំគ្នាប្រហែលអ្នកហ្នឹងធ្វើកិច្ចការណាមួយខ្សឹបទៅលទ្ធផលហ្នឹងមិនដឹងជាបានលទ្ធផលស្អីទេហើយក៏នាំគ្នាសប្បាយតែរឿងប៉ុណ្្នឹងទៅរបៀបដូចថាដែលគេកំពុងតែធ្វើកិច្ចការណាមួយធំធេងបានជោគជ័យក៏ប៉ុន្តែយើងនេះអត់បានខំប្រឹងប្រែងធ្វើអានឹងទេនាំគ្នាធ្វើតែកិច្ចការណាដែលវាមិនបានផលប្រយោជន៍អីដល់ប្រទេសជាតិណាចំណុចកន្លែងហ្នឹងដែលខ្ញុំមើលឃើញថាពួកយើងជួនកាលហ្នឹងវាបើគេ deal យើងថាយើងខ្សោយក៏យើងមិនព្រមទទួលយកដែរអញ្ចឹងណាមើលតើទៀតបងប្អូនសរសេរមកហើយឥឡូវបងប្អូនសរសេរបើមិនសាររើសង្គ្រោះជាតិឡើងវិញទេមិនបាច់ចាំឲ្យខាតពេលវេលាទេប្រជាជននឹងអស់សេចក្តីសង្ឃឹមអានឹងខ្ញុំជឿអញ្ចឹងមែនណាបងប្អូនខ្ញុំជឿអញ្ចឹង 100% អញ្ចឹងហើយបានជាខ្ញុំយកវេទិកាខ្ញុំនេះណាវេទិកាខ្ញុំនេះគឺខ្ញុំជួបជាមួយនឹងបងប្អូននេះគឺក្នុងបំណងថាចង់ដឹងអំពីទស្សនៈរបស់បងប្អូនអ្នកណាក៏ដូចអ្នកណាដែរនិយាយដូចគ្នាមានតែសង្គ្រោះជាតិទេដែលអាចទៅផ្លាស់ប្ដូររបបនេះបានហើយសង្គ្រោះជាតិដែលខ្ញុំនិយាយនៅទីនេះណាបងប្អូនសង្គ្រោះជាតិដែលខ្ញុំនិយាយនៅទីនេះបងប្អូនខ្លះថាសង្គ្រោះជាតិយើងវាបាត់បង់នីតិសម្បទាហើយពីព្រោះការបោះឆ្នោតនីតិកាលបន្ទាប់ពីគេរំលាយយើងហ្នឹងគេបានបោះឆ្នោតហេតុអីបានជាយើងបន្តបានខ្ញុំប្រាប់ថានៅក្នុងម៉ោងនេះណាសង្គ្រោះជាតិនៅតែមានលទ្ធភាពហើយស្របច្បាប់ទៀតទាមទារថាការដែលបោះឆ្នោត2018ហ្នឹងក៏ខុសច្បាប់2023ក៏ខុសច្បាប់មូលហេតុអីទី1សភាហ្នឹងវាខុសច្បាប់តាំងពីថ្ងៃដែលគេរំលាយយើងហើយមូលដ្ឋានមួយទៀតដូច2018អញ្ចឹងណា2018ដឹងថាសភានឹងខុសច្បាប់មិនទេបងប្អូនមានដឹងទេសភា2018គឺសភាឯកបៈណាបងប្អូនសភាឯកបៈសភានឹងវាខុសច្បាប់ដូច្នេះការរៀបចំកោជបការរៀបចំអំណាចរដ្ឋបាលអំណាចអីនៅក្នុងប្រទេសក្នុងការគ្រប់គ្រងគឺជារបបខុសច្បាប់អាហ្នឹងបើយើងនិយាយអំពីរដ្ឋធម្មនុញ្ញរបស់យើងណាប៉ុន្តែពួកយើងនេះពួកសង្គ្រោះជាតិយើងនេះដែលបាននិយាយអំពីលក្ខខណ្ឌខុសច្បាប់ហ្នឹងទៅប្រាប់អន្តរជាតិមិនមែនអន្តរជាតិគេមិនដឹងទេក៏ប៉ុន្តែក្នុងនាមយើងជាជនរងគ្រោះក្នុងនាមយើងជាដើមមិនដឹងតែយើងមានបានធ្វើសកម្មភាពទាំងអស់ដែលបានធ្វើសេចក្តីថ្លែងទុកដែលបានដាក់ពាក្យបណ្ដឹងដើម្បីសេចក្តីថ្លែងសារនានាទៅស្ថាប័នអន្តរជាតិដូចជាយើងនិយាយអំពីសភាអាស៊ានយើងនិយាយអំពីសភាអឺរ៉ុប
យើងនិយាយអំពីសភាអន្តរជាតិយើងនិយាយអំពីអង្គការសហប្រជាជាតិយើងនិយាយអំពីស្ថាប័នដទៃទៀតជាពិសេសគឺដេញស្អីដេញហត្ថលេខីសន្ធិសញ្ញា$23ដែលគេធានាឲ្យកម្ពុជានឹងគោរពនៅគោលការណ៍ប្រជាធិបតេយ្យសេរីភាពបាក់ហ្នឹងណាតើយើងបានធ្វើកិច្ចការហ្នឹងទេយើងដែលបានគិតទេរឿងហ្នឹងឬក៏មិនបានគិតទេឬក៏គ្មានអ្នកណាមានសមត្ថភាពគិតឬក៏យ៉ាងម៉េចឬក៏ចាំតែហើយអើទៅទាំងអស់នេះណាបងប្អូនរឿងសង្គ្រោះជាតិនៅតែមានលទ្ធភាពហើយសួរថាសង្គ្រោះជាតិនៅណាសង្គ្រោះជាតិគឺនៅជាមួយបងប្អូនទាំងអស់គ្នាហ្នឹងខ្ញុំបើសិនជាខ្ញុំមានអំណាចរដ្ឋបាលវិញខ្ញុំប្រកាសក្នុងនាមសង្គ្រោះជាតិរំលាយទាំងអស់អង្គការចាត់តាំងទាំងឡាយដែលបង្កើតក្រោយពីគេរំលាយគណៈបក្សសង្គ្រោះជាតិសម្រាប់អ្នកណាដែលមានឆន្ទៈដែលមានបំណងចង់ទៅផ្លាស់ប្ដូររបបផ្ដាច់ការណារដ្ឋបាលរបស់រចនាសម្ព័ន្ធណាក៏ដោយគឺរំលាយចោលទាំងអស់គឺមករួបរวมនៅក្នុងសង្គ្រោះជាតិឡើងវិញរៀបចំរចនាសម្ព័ន្ធឡើងវិញរៀបចំប្រធានអនុប្រធានពីព្រោះអនុប្រធានខ្លះគាត់លាលែងទៅហើយបើថាគាត់លាលែងហើយគាត់ចូលមកវិញឲ្យគាត់ចូលមកវិញឬក៏យើងត្រូវធ្វើសមាជបោះឆ្នោតស្វែងរកអនុប្រធានឬក៏ស្អីអញ្ចឹងទៅអាហ្នឹងខ្ញុំជឿថាវាគួរតែធ្វើមិនមែនបោះឆ្នោតស្អីសភាក្រៅប្រទេសស្អីណាហ្នឹងអាហ្នឹងលាទេបងប្អូនខ្ញុំនិយាយអញ្ចឹងតែអ្នកណាមិនពេញចិត្តក៏ហីទៅមិនមែនតែខ្ញុំអត់ place អ្នកណាទេនិយាយអញ្ចឹងណាប៉ុន្តែខ្ញុំនិយាយនេះគឺគោលបំណងដើម្បីការពារផលប្រយោជន៍រួមនឹងទឹកដីរបស់យើងអញ្ចឹងបើសិនតែខ្ញុំមានអំណាចរដ្ឋបាលវិញណាខ្ញុំនឹងធ្វើសេចក្តីថ្លែងការណ៍មួយប្រកាសជាសាធារណៈសង្គ្រោះជាតិទាមទារនីតិសម្បទារបស់ខ្លួនមកវិញឲ្យស្របទៅតាមលក្ខខណ្ឌរបស់រដ្ឋធម្មនុញ្ញខ្មែរហើយប្រកាសបដិសេធមិនទទួលស្គាល់រដ្ឋាភិបាលដែលអូទៀមដែលប្លន់ឆន្ទៈរបស់ពលរដ្ឋនៅក្នុងឆ្នាំ2016មកអ្នកណាថាយឺតថាលឿនខ្ញុំអត់ខ្វល់គឺខ្ញុំត្រូវតែចូលលើចំហហ្នឹងរួចហើយប្រកាសរៀបចំរចនាសម្ព័ន្ធរបស់សង្គ្រោះជាតិឡើងវិញពីក្បាលរហូតដល់បាតដីចង់និយាយថារចនាសម្ព័ន្ធពីលើដល់ក្រោមគឺយើងរៀបចំទាំងអស់រៀបចំប្រធានក្រុមការងាររៀបចំប្រធានប្រតិបត្តិរៀបចំនៅក្នុងប្រទេសរៀបចំនៅក្រៅប្រទេសក្នុងប្រទេសធ្វើបានត្រឹមណាយកតាមហ្នឹងប៉ុន្តែចលនាជារូបរាងជារូបភាពជាលក្ខខណ្ឌស្របច្បាប់យើងមានកដាស់នៅក្នុងដៃសម្រាប់សុំអន្តរាគមន៍ពីអន្តរជាតិប៉ុន្តែរបៀបណាយើងអត់ខ្វល់សំខាន់គឺយើងឈរនៅលើគោលការណ៍ត្រឹមត្រូវហើយការងារទាំងឡាយដែលយើងចង់ថាបើសិនជារដ្ឋាភិបាលនិរទេសឬក៏យ៉ាងណាហ្នឹងក៏ប្រកាសវានៅក្រមឆ័ត្រជារដ្ឋាភិបាលរបស់សង្គ្រោះជាតិដែរខ្ញុំគិតណាមិនមែនតែបង្កើតរដ្ឋាភិបាល23 24អីទេគឺរដ្ឋាភិបាលនិរទេសរបស់សង្គ្រោះជាតិដោយសារសង្គ្រោះជាតិមានលក្ខខណ្ឌស្របច្បាប់តំណាងរាស្ត្រនៅក្នុងសង្គ្រោះជាតិនៅមានប្រសិទ្ធភាពនៅឡើយនៅមានសុពលភាពនៅឡើយបើទោះជាហួសអាណត្តិហួសនីតិកាលពីព្រោះយើងអត់មានបានទៅបោះឆ្នោតដើម្បីប្រកួតប្រជែងយើងចាញ់ឆ្នោតបានយើងអស់អាដេញតួនាទីហ្នឹងមិនមែនទេពីព្រោះគេបិទសិទ្ធមិនឲ្យយើងចូលរួមនៅក្នុងការបោះឆ្នោតក្នុងរយៈពេល9ឆ្នាំកន្លងមកហើយអញ្ចឹងសុពលភាពរបស់យើងនៅតែជាតំណាងរាស្ត្រដដែលយ៉ាងនិយាយអញ្ចឹងណាដូច្នេះរឿងទាំងអស់នេះវាគួរតែធ្វើបានក៏ប៉ុន្តែហេតុអីបានជាយើងមិនធ្វើសំណួរទាំងអស់នេះហើយដែលវាចោទសួរទៅដល់ប្រិយមិត្តឬក៏សាធារណជនសួរថាហេតុអីបានជាយើងមិនធ្វើបក្សសង្គ្រោះជាតិកាលពីគេរំលាយមិនមែន2013ហើយ2016 2017បងប្អូនគេរំលាយយើងកាលពី2017ប៉ុន្តែយើងនៅក្នុងនីតិកាលអាណត្តិនៃតំណាងនៅឡើយទេកាលហ្នឹងណាបងប្អូនដូច្នេះយើងអត់អាចបាត់ទេយើងអត់អាចបាត់ទេអានឹងវានៅតែដែរពីព្រោះការបោះឆ្នោតកន្លងមកវាគឺជាការបោះឆ្នោតខុសច្បាប់ណាប៉ុន្តែពួកយើងនៅតែស្របច្បាប់ដដែលហើយបើសួរថាហេតុអីបានជាមិននាំគ្នាតវ៉ាតាំងពីកាលហ្នឹងបើសួរខ្ញុំឆ្លើយថា
មិនមែនជាភារកិច្ចរបស់ខ្ញុំទេហើយអានេះតែការ5ឆ្នាំប្រហែលឆ្នាំហ្នឹងតាមការពិតទៅណាវាអត់សំខាន់ទេហើយការបោះឆ្នោតថានីតិកាលហ្នឹងវាត្រូវតែបោះឆ្នោតនៅពេលណាក៏វាអត់សំខាន់ដែរពីព្រោះបងប្អូនត្រូវដឹងថានីតិកាលហើយនឹងការកំណត់ទាំងអស់ហ្នឹងទាំងរយៈពេលទាំងអីណាវាកំណត់ដោយច្បាប់មែនទេបងប្អូនប៉ុន្តែបើកាលណាយើងនិយាយអំពីការកំណត់ដោយច្បាប់ទាំងអស់ហ្នឹងគឺវាកើតឡើងចេញពីមនុស្សទេមនុស្សហ្នឹងគឺមនុស្សដែលមានអំណាចហ្នឹងអំណាចដែលបានមកពីពលរដ្ឋដូច្នេះបើពលរដ្ឋកំណត់ឲ្យមនុស្សណាដែលជាតំណាងរបស់គាត់ណាទៅកែប្រែច្បាប់ហ្នឹងម៉ោងណាក៏កែប្រែបានដែរបោះឆ្នោតស្អែកក៏បានដែរយ៉ាងនិយាយអញ្ចឹងណាឲ្យតែមានលក្ខខណ្ឌសមរម្យដែលបម្រើផលប្រយោជន៍រួមគឺកែបានហើយអញ្ចឹងបានគេធ្វើវិសោធនកម្មច្បាប់នឹងខ្ទេចខ្ទីអស់ឲ្យលេងរហូតដល់ទឹកដីយើងដែលយើងមិនអនុញ្ញាតឲ្យបរទេសណាមកកាន់កម្មមកគ្រប់គ្រងឥឡូវនេះហ៊ុនសែនកែច្បាប់នឹងអស់ឲ្យលេងចឹងនិយាយអញ្ចឹងណាដូច្នេះវាសំខាន់អ្នកណាកាន់ច្បាប់អ្នកណាអ្នកកាន់អំណាចហើយអំណាចនឹងបានមកពីណារហូតដល់អំណាចដែលពលរដ្ឋមិនបានឲ្យទៅហ៊ុនសែនប្លន់យកមកហើយនៅតែហ៊ុនសែនកែច្បាប់បានដូច្នេះរឿងច្បាប់មិនបាច់និយាយទេច្បាប់គ្រាន់តែជាលក្ខខណ្ឌទេហើយលក្ខខណ្ឌហ្នឹងគឺដើម្បីបម្រើផលប្រយោជន៍មនុស្សបើមនុស្សភាគច្រើនសម្រាប់ថាដូរគឺដូរហើយអញ្ចឹងណាបងប្អូនកុំយកច្បាប់ហ្នឹងមកធ្វើជាដូចរាល់ថ្ងៃខ្ញុំឃើញមនុស្សនៅក្នុងគណៈបកយើងអត់ហ៊ានធ្វើអីទេខ្លាចខុសច្បាប់អាចច្បាប់ដែលគេបំផ្លាញយើងហ្នឹងយើងអត់ព្រមតវ៉ាច្បាប់អយុត្តិធម៌យើងអត់ព្រមតវ៉ាអញ្ចឹងណាខ្ញុំមើលទៅទៀតខ្ញុំឃើញបងប្អូនផ្ញើសារមកច្រើនអូតើធ្វើម៉េចដើម្បីប្រមូលកម្លាំងសង្គ្រោះជាតិឡើងវិញអានឹងខ្ញុំឆ្លើយមិញឲ្យដែរបងប្អូនជាពិសេសថ្នាក់ដឹកនាំដែលក្បាលម៉ាស៊ីនអានឹងខ្ញុំឆ្លើយមិញហើយបងប្អូនវាសំខាន់គឺបច្ចុប្បន្ននេះយើងមានមេគណៈបកមិនអញ្ចឹងហ៎យើងមានតំណាងគណៈបកឬក៏យើងហៅប្រធានស្ដីទីរបស់គណៈបកបើសិនជាយើងឲ្យអំណាចនឹងទៅគាត់គួរតែមានអំណាចនៅក្នុងការរៀបចំនិងតែងតាំងរចនាសម្ព័ន្ធនឹងឡើងវិញហើយប្រមូលទៅប្រកាសទៅតែងតាំងទៅរៀបចំកម្លាំងដូចគ្នាឧបមាថាយើងចូលទៅធ្វើការនៅក្នុងស្រុកខ្មែរបានទេដោយសារស្រុកខ្មែរគេបិទមិនឲ្យយើងចូលរួមធ្វើសកម្មភាពនយោបាយមិនចឹងទេបងប្អូនប៉ុន្តែឧបមាថាឥឡូវតែងតាំងលោកប៊ុនលីមួយឧទាហរណ៍ចឹងណាតែងតាំងលោកប៊ុនលីមួយជាប្រធានក្រុមការងាររបស់ខេត្តបាត់ដំបងឧទាហរណ៍អញ្ចឹងណាអញ្ចឹងលោកប៊ុនលីរកវិធីណាក៏ដោយដើម្បីរៀបចំរចនាសម្ព័ន្ធរបស់គាត់ណាតាមរយៈណាក៏ដោយចំហមិនចំហឬក៏អាចកំបាំងរបៀបណាក៏ដោយប៉ុន្តែត្រូវឲ្យមានប្រធានប្រតិបត្តិឃុំសង្កាត់ឲ្យមានតំណាងតាមភូមិឃុំអានឹងលោកប៊ុនលីរៀបចំជាមួយនឹងក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខេត្តរបស់គាត់ទៅគាត់រៀបចំរឿងហ្នឹងរួចហើយមានបញ្ជីស្នាមនឹងការរៀបចំហ្នឹងអានឹងគេហៅថាការរៀបចំដោយសម្ងាត់ឬក៏ដោយមិនសម្ងាត់របៀបណាវាជាអំណាចរបស់លោកប៊ុនលីពីព្រោះខេត្តបាត់ដំបងយើងប្រកល់ឲ្យលោកប៊ុនលីហើយអញ្ចឹងណាប៉ុន្តែមិនមែនលោកប៊ុនលីម្នាក់ឯងហ្នឹងទៅគ្រប់គ្រងការងារទាំងអស់ហ្នឹងទេលោកប៊ុនលីត្រូវរៀបចំរចនាសម្ព័ន្ធតំណាងរបស់ខេត្តបាត់ដំបងដូចយើងរៀបចំកាលពី2012 13អញ្ចឹងណាវាមានប្រធានក្រុមការងារវាមានអនុប្រធានក្រុមការងារវាមានហិរញ្ញិកវាមានជំនួយការវាមានស្អីទាំងអស់ឡើងវិញដូច្នេះកម្លាំងហ្នឹងហើយដែលលោកប៊ុនលីត្រូវស្វែងរកមកអ្នកណាខ្លះនៅខេត្តបាត់ដំបងអ្នកណាខ្លះត្រូវទទួលការងារអីនោះបានយើងប្រមូលកម្លាំងពីក្រុមមជ្ឈដ្ឋានមកជួយធ្វើការគ្នាបានអាហ្នឹងបានយើងហៅថាការរៀបចំកម្លាំងអត់មែនមករឿងបំបែកគ្នាឲ្យទៅធ្វើចលនានេះឲ្យទៅធ្វើគណៈបកហ្នឹងអត់ទេអ្នកដែលនៅក្នុងគណៈបករាល់ថ្ងៃហ្នឹងដូចខ្ញុំនិយាយហើយជំហានទី1គឺប្រកាសបង្កើតរចនាសម្ព័ន្ធនឹងឡើងវិញជំហានទី2គណៈបកទាំងឡាយដែលនៅក្នុងប្រទេសកម្ពុជាណាធ្វើយុទ្ធនាការដោយអ្វីដែលខ្ញុំបាននិយាយពីថ្ងៃមុនណាសមាហរណកម្មចូលគ្នាឡើងវិញរៀបចំគ្នានៅក្នុងបេសកកម្មនយោបាយទេអារឿងតំណែងទូនាទីកុំឲ្យនិយាយធ្វើបេសកកម្មនយោបាយឲ្យហ៊ុនសែននឹងអស់លេងដែលអ្នកទស្សនការផ្ដល់នីតិសម្បទាឬក៏ស្អីតាមដែលយើងថាយ៉ាងម៉េចដើម្បីឲ្យមានលក្ខខណ្ឌស្របច្បាប់ហើយឲ្យវាលើនៅឯឆាកអន្តរជាតិហ្នឹងឲ្យគេទទួលស្គាល់មិនមែនយើងគ្រាន់តែនាំគ្នាទៅនិយាយគ្នាតាម Zoom តាមអីហើយក៏ចប់ប៉ុណ្ណឹងទៅបង្ហោះ Facebook ចប់
មិនមែនគេធ្វើអញ្ចឹងទេមិនមែនគេធ្វើអញ្ចឹងទេខ្ញុំមើលនៅឃើញខ្ញុំឃើញនៅខ្ញុំយកគំរូគេណាយើងសិក្សាអំពីគំរូជោគជ័យរបស់គេផងជោគជ័យកន្លែងនេះគឺចង់និយាយថាវាជារូបមន្តដែលវាកើតឡើងហើយអន្តរជាតិគេទទួលស្គាល់ដោយមីយ៉ាន់ម៉ាបងប្អូនស្គាល់ប្រទេសភូមាបងប្អូនស្គាល់ការតស៊ូនឹងការរើបម្រាស់ពីរបបផ្ដាច់ការភូមាលក្ខខណ្ឌស្តៀងគ្នាក៏ប៉ុន្តែមិនដូចគ្នាជាមួយនឹងប្រទេសខ្មែរគេធ្វើបានឥឡូវនេះគេបាន NUG មួយគេបានគេហៅថា National Unity Government គេបានរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់គេមួយអាហ្នឹងណានឹង NUG របស់ភូមាហើយមានប្រទេសមួយទៀត Algeria ក៏គេកំពុងធ្វើសកម្មភាពហ្នឹងដែរគេមាន FNL ហ្នឹងគឺជាគេហៅក្រុមចលនារំដោះជាតិរបស់គេហ្នឹងគេកំពុងតែធ្វើកិច្ចការហ្នឹងដែលអន្តរជាតិគេទទួលស្គាល់ហើយមានមួយទៀតអង្គការពីសម័យមុនផ្ទុះសង្គ្រាមនេះណាមានប៉ាឡេស្ទីនក្រុមពួកប៉ាឡេស្ទីនណា PLO ហ្នឹងណាក៏គេមានក្រុមរបស់គេដែលកម្រិតអន្តរជាតិទទួលស្គាល់ដែរដូច្នេះយើងមើលអាចចំណុចទាំងអស់ហ្នឹងហើយ HTML យើងយក HTML មួយមកធ្វើជាមេរៀន HTML ណាអត់ទាំងមានជាតិផងយើងមានជាតិយើងមានជាតិខ្មែរមួយដែលយួនកំពុងតែលេបតបាក់កំពុងតែគ្រប់គ្រងយើងមានជាតិខ្មែរមួយណាយើងមានកម្ពុជាមួយណាប៉ុន្តែ HTML អត់មានរដ្ឋទេណា HTML គ្រាន់តែជាចង្កោមជាក្រុមជាតំបន់ដែលគេស្វ័យយ័តទេដែលគេទាមទារឯករាជ្យតែគេរៀបចំរហូតដល់បាននៅក្នុងក្រុមរបស់គេកាលនោះគេហៅ CNRT មិន CNRP ណាស្តៀងគ្នាណាគេហៅ CNRT ក្រុមគេរបស់HTML ដូច្នេះគេធ្វើរបៀបហ្នឹងហើយសម្រាប់សង្គ្រោះជាតិលក្ខខណ្ឌអីដែលយើងមិនអាចបង្កើតរចនាសម្ព័ន្ធយើងឡើងវិញបានឥឡូវប្រាប់ខ្ញុំមកស្អីដែលជាឧបសគ្គស្អីដែលជាឧបសគ្គមិនអាចរៀបចំបានប្រាប់ខ្ញុំមកខ្ញុំមិនមែនតែដឹងអីទាំងអស់ទេក៏ប៉ុន្តែបើសិនជាថាអានឹងវាគឺជាឧបសគ្គយកអាឧបសគ្គនៃការលំបាកទាំងអស់ហ្នឹងមកដាក់លើតុមកខ្ញុំនឹងស្វែងរកអ្នកដែលមានជំនាញអ្នកដែលមានសមត្ថភាពក្នុងការជួយដោះស្រាយឬក៏យើងយកមកពិភាក្សាកុំគិតថាអស់លោកប្រមាណអ្នកនឹងចេះជាងគេពេកទុកឲ្យអ្នកដតីគេចេះផងគេជួយដោះស្រាយបញ្ហាទាំងអស់នេះមិនមែនដោះស្រាយមកធ្វើជាអ្នកធំទេគឺដោះស្រាយដើម្បីរកផលប្រយោជន៍ឲ្យប្រទេសយើងពីព្រោះយើងកំពុងតែនៅក្នុងស្ថានភាពគ្រោះថ្នាក់ហើយណាបងប្អូនទាំងអស់នេះគឺជាមតិខ្ញុំសួរសំណួរមួយដែលបងប្អូនត្រូវតែឆ្លើយហើយសរសេរ comment មកខ្ញុំមិនបខំបងប្អូនណាបខំប្រិយមិត្តទាំងអស់គ្នាទេនេះខ្ញុំចង់បខំឲ្យសង្គមជាតិឆ្លើយហេតុផលអីដែលយើងមិនអាចពង្រឹងឬក៏រៀបចំរចនាសម្ព័ន្ធសង្គមជាតិឡើងវិញហេតុផលអីបើមិនមែនជាការប៉ុនប៉ងដើម្បីកំទេចរចនាសម្ព័ន្ធរបស់យើងទេអានឹងហេតុផលអីបើសិនជាមិនមែនបំរើផលប្រយោជន៍នយោបាយរបស់ហ៊ុនសែនទេហើយមានហេតុផលអីបើសិនជាចេតនាចង់អូសពេលវេលាដើម្បីឲ្យយួនចូលគ្រប់គ្រងកម្ពុជាទេហេតុផលអីដូច្នេះមានតែប៉ុណ្្នឹងឯងបើកាលណាយើងបង្កើតរចនាសម្ព័ន្ធរៀបចំអង្គការចាត់តាំងនយោបាយយើងឡើងវិញខ្លាំងវិញណាឱកាសដែលយើងទៅវាយបុកជាមួយនឹងអសមរភូមិនយោបាយមួយនេះមានច្រើនប៉ុន្តែបើយើងធ្វើដោយរាល់ថ្ងៃនេះណាខ្ញុំសន្យាទៅយ៉ាងច្រើនណាស់បងប្អូនទាំងអស់គ្នាដែលមានអាយុអ្នកខ្លះចាស់ហើយដែរមិនរស់បាន10ឆ្នាំប្រហែលដងទៀតទេខ្ញុំប្រាប់ដូច្នេះពេលវេលានេះណាសម្រាប់ខ្ញុំថ្ងៃមុនខ្ញុំនិយាយរហូតដល់ថាអ្នកនយោបាយចំនួននេះទាំងបរិសុទ្ធទាំងស្ត្រីទាំងចាស់ខ្ញុំនិយាយចាស់ណាប្រសិនបើធ្វើឲ្យសង្គ្រោះជាតិនេះរលាយឬក៏អសមត្ថភាពនៅក្នុងការរួបរวมគ្នាបានមែនណាប្រវត្តិសាស្ត្រនឹងចារឈ្មោះអស់លោកហើយខ្ញុំប្រាប់អត់ចារឈ្មោះម៉ាញ់សារ៉ាត់ទេស្រួលគេចារឈ្មោះម៉ាញ់សារ៉ាត់ដែលជាអ្នកដែលលោឡាជាងគេដើម្បីរៀបចំកម្លាំងហ្នឹងប្រវត្តិសាស្ត្រនឹងចារឈ្មោះអស់លោកថាកម្ពុជាដែលរលាយនេះគឺដោយសារស្នាដៃរបស់ពួកមេដឹកនាំបកប្រឆាំងសម័យនេះអាហ្នឹងខ្ញុំនិយាយចឹងទទួលខុសត្រូវខ្លួនឯងទៅខ្ញុំអត់ដឹងទេប្រទេសយើងអាចបាត់បង់ណាបងប្អូនបើសិនជាបាត់បង់ចលនាតស៊ូប្រជាធិបតេយ្យនេះប្រទេសយើងអាចបាត់បង់
អញ្ចឹងបានខ្ញុំនិយាយពីម្សិលមិញថាបើសិនជាថ្ងៃនេះល្បិចឬក៏យុទ្ធសាស្ត្រចិត្តសាស្ត្ររបស់គណៈបកប្រជាជនលបួងយ៉ាងណាឲ្យមានបរិយាកាសផ្សះផ្សាជាតិបង្រួបបង្រួមជាតិឲ្យអិសរាជជននយោបាយមួយឬក៏ពីរនាក់របស់អ្នកប្រឆាំងបច្ចុប្បន្ននេះណាមានឱកាសវិលចូលស្រុកវិញដោយអ្វីដែលពាក្យចចាមអារាមកំពុងកើតឡើងមែនណាបើសិនជារូបភាពនឹងកើតឡើងមែននោះគឺជាថ្ងៃដែលយើងត្រូវ count down រាប់ថយក្រោយថាកម្ពុជាឈានទៅរកវិនិស្សកម្មនៃការបាត់បង់ពូជសាសន៍ហើយអានេះជាការយល់ឃើញរបស់ខ្ញុំក្នុងទស្សនៈនយោបាយបងប្អូនគិតមើលទៅណាអញ្ចឹងសំណួរដែលខ្ញុំដាក់ជូនដល់ប្រិយមិត្តថ្ងៃណាឆ្លើយមកខ្ញុំក៏បានដែរឆ្លើយតាមអ៊ីមែលក៏បានឆ្លើយបានតាម comment ក៏បានឆ្លើយបានតាម chat មកក៏បានខ្ញុំសួរថាហេតុអីបានជាមិនអាចពង្រឹងសង្គ្រោះជាតិឡើងវិញមានមូលហេតុអីដែលយើងខ្លាចប្រាប់ខ្ញុំមកចាំខ្ញុំអ្នកដោះស្រាយអានឹងខ្ញុំគិតចឹងណាខ្ញុំដោះស្រាយជាលក្ខណៈបច្ចេកទេសណាខ្ញុំមិនមែនតែរត់ទៅដោះស្រាយខ្ញុំអត់មានអំណាចនយោបាយទេប៉ុន្តែខ្ញុំនឹងបំភ្លឺជូនលោកថាហេតុអីបានជាយើងខ្លាចកន្លែងហ្នឹងពីព្រោះភាគច្រើនបងប្អូនដែលសួរខ្ញុំបងប្អូនដែលស្ដាប់ខ្ញុំនិយាយណាគាត់ចូលចិត្តស្ដាប់ខ្ញុំត្រង់ថាកម្មវិធីផ្សាយរបស់ខ្ញុំមិននិយាយអំពីបញ្ហាទេប៉ុន្តែខ្ញុំរៀបរាប់បញ្ហាឲ្យខ្ញុំផ្ដល់ដំណោះស្រាយដោយរឿងតែយើងបែកបាក់រឿងយើងខ្ទេចខ្ទីនេះបងប្អូនសំខាន់គឺដំណោះស្រាយខ្ញុំមានដំណោះស្រាយខ្ញុំមានដូចខ្ញុំបាននិយាយថាការរៀបចំរចនាសម្ព័ន្ធសង្គ្រោះជាតិឡើងវិញណាយើងមានវិធីធ្វើទាំងអស់ដូចខ្ញុំនិយាយដូចហើយក៏ប៉ុន្តែរឿងគេមិនធ្វើហ្នឹងបានខ្ញុំសួរថាហេតុអីបានគេមិនធ្វើតើនោះជាផែនការដើម្បីកំទេចសង្គ្រោះជាតិឲ្យរលាយផុតផង់មែនទេឬក៏ជាបេសកកម្មដើម្បីបំរើឲ្យយួនលើទឹកដីយើងឲ្យបានជាស្ថាពរនៅក្នុងអាណត្តិជីវិតរបស់យើងឬក៏យ៉ាងណាអញ្ចឹងសំណួរទាំងអស់នេះជាសំណួរចំហប្រិយមិត្តអាចសួរឆ្លើយខ្លួនឯងឥឡូវខ្ញុំមើលមតិបងប្អូនសរសេរមកល្អគំនិតលោកពូត្រឹមត្រូវហើយច្បាស់លាស់និងមានប្រសិទ្ធភាពខ្ញុំឆ្ងល់ថាហេតុអីបានជាគេមិនព្រមយកទៅអនុវត្តអាហ្នឹងបាក់ស្អីជើងក្នុងក៏សួរណាហេតុអីបានគេមិនព្រមយកទៅអនុវត្តតើមានសមាជិកសង្គ្រោះជាតិហ្នឹងបានយកគំនិតរបស់លោកពូទៅជជែកនៅក្នុងអង្គប្រជុំដែរឬទេអាហ្នឹងសួរទៅថ្នាក់ដឹកនាំទៅឬក៏សួរទៅអ្នកដែលមានខ្ញុំបានផ្ដល់គំនិតរបៀបនេះច្រើនដែរហើយតើពួកគាត់គិតលើជំហរយ៉ាងណាហ្នឹងហើយបាទហ្នឹងហើយជាសំណួរដែលខ្ញុំសួរបងប្អូនមិនអញ្ចឹងណាបើស្អីគេគិតមិនឥឡូវគេគិតមិនពីព្រោះអត់មានស្អីខ្លាំងជាងសង្គ្រោះជាតិទេសង្គ្រោះជាតិនៅទីនេះណាមិនមែនត្រឹមតែនិមិត្តរូបស្ថាប័នតែប៉ុណ្្នឹងទេក៏ប៉ុន្តែវាទៅជាវិញ្ញាណវាទៅជាស្មារតីជាតិរួចទៅហើយដូច្នេះធ្វើស្អីក៏ដោយក្រៅពីសង្គ្រោះជាតិណាតែធ្វើតែ10ជីវិតទៀតក៏វាអត់ចេញទៅណាដែរប៉ុន្តែបើសិនជាយើងពង្រឹងសង្គ្រោះជាតិដូចខ្ញុំនិយាយមិញហ្នឹងណាធ្វើទៅហើយរចនាសម្ព័ន្ធតាមបើយើងនិយាយនៅក្រៅប្រទេសវិញណាក្រៅប្រទេសគ្រប់ប្រទេសទាំងអស់ទោះបីអ្នកនឹងទៅបំរើនានាការចលនាយុវជនក៏ដោយចលនា KMD ក៏ដោយចលនាគណៈបកភ្លើងធូបភ្លើងទៀនកម្លាំងជាតិកម្លាំងឥន្ទ្រីអីក៏ដោយអ្នកទាំងអស់ហ្នឹងគឺជាកម្លាំងរបស់សង្គ្រោះជាតិចុះបើសង្គ្រោះជាតិប្រកាសថាយើងរៀបចំប្រើប្រាស់កម្លាំងនិងប្រមូលកម្លាំងនឹងវិញសូម្បីតែឥឡូវនេះណាគណៈបកតូចខ្លះណាយកឈ្មោះសង្គ្រោះជាតិទៅណាត់ភ្ជាប់រួចហើយដើររៃលុយរៃកាក់ធ្វើសកម្មភាពផ្ញើលុយផ្ញើកាក់ទៅចុះឡើងណាវាមិនមែនត្រឹមតែមិនដឹងជាលុយនឹងទៅណាទេវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ហើយនឹងម្ចាស់មូលនិធិដែលគេឲ្យលុយអ្នកខ្លះគេអត់ឲ្យទេគេឈប់ចង់ឲ្យហើយដោយសារវាមិនដឹងថាយកលុយនឹងទៅធ្វើអីគេមិនមែនអត់លុយទេប៉ុន្តែគេមិនដឹងថាយកលុយទៅធ្វើអីពីព្រោះលុយនឹងវាអត់មានតម្លាភាពលុយនឹងយកទៅចាយរហូតដល់គេហៅពួកយើងពួកក្រុមស្រំសម្បត្តិទៀតរឿងទាំងអស់នេះអត់មែនរឿងល្អទេណាបងប្អូនសំខាន់បំផុតណាអតិថិជនរបស់យើងគឺពលរដ្ឋតែយើងបាត់បង់ជំនឿពីអតិថិជនហើយណាចប់ហើយអញ្ចឹងបានខ្ញុំថាសង្គ្រោះជាតិគឺជានិមិត្តរូបសង្គ្រោះជាតិគឺជាតំណាងឆន្ទៈរបស់មហាជនហេតុអីបានជាយើងមិនប្រាសង្គ្រោះជាតិខ្លាចអីទៀតខ្លាចអី
ខ្ញុំសួរអញ្ចឹងខ្លាចគេថាខុសច្បាប់ហ៎បើខ្ញុំមានលទ្ធភាពបើខ្ញុំមានប្រជាប្រិយភាពគ្រប់គ្រាន់ណាខ្ញុំឈរធ្វើប្រធានក៏ខ្ញុំអត់ខ្លាចដែរមកខ្ញុំនឹងរៀបចំប៉ុន្តែខ្លាចស្អីអ្នកដែលមានអំណាចរដ្ឋបាលរាល់ថ្ងៃខ្លាចស្អីអត់មានត្រូវខ្លាចកន្លែងហ្នឹងទៀតទេអាហ្នឹងខ្ញុំនិយាយចឹងបងខាងខ្ញុំឯណោះវិញថ្ងៃនៅទាំងយប់ទាំងថ្ងៃគឺរងចាំបង24ម៉ោងនៅខាងស្រុកខ្មែរណាបងប្អូនប្រជាពលរដ្ឋមិនមែនតែបងប្អូនមែនបងប្អូនប្រជាពលរដ្ឋអន្តះសារទន្ទឹងរង់ចាំគឺសង្គ្រោះជាតិនឹងឯងដែលជាបណ្ដុំហើយសង្គ្រោះជាតិកន្លែងនេះអ្នកខ្លះមើលសង្គ្រោះជាតិណាមើលសង្គ្រោះជាតិជាកម្មសិទ្ធិរបស់មេដឹកនាំប្រមាណអ្នកហ្នឹងខ្ញុំចង់ឲ្យប្រជាពលរដ្ឋទាំងអស់គ្នាក៏មើលអញ្ចឹងសង្គ្រោះជាតិគឺជារបស់យើងហេតុអីបានជាខ្ញុំហ៊ាននិយាយពេញមាត់កន្លែងនេះពីព្រោះខ្ញុំគិតថាគ្មានអ្នកណាគេមកបណ្ដេញខ្ញុំចេញពីសង្គ្រោះជាតិទេពីព្រោះខ្ញុំនិយាយដើម្បីផលប្រយោជន៍សង្គ្រោះជាតិប៉ុន្តែបើបណ្ដេញក៏បណ្ដេញទៅយ៉ាងនិយាយអញ្ចឹងបើបណ្ដេញក៏បណ្ដេញទៅក៏ប៉ុន្តែខ្ញុំនៅតែជាអ្នកគ្រប់គ្រងសង្គ្រោះជាតិនិយាយអំពីរឿងសង្គ្រោះជាតិនឹងតទៅទៀតយ៉ាងនិយាយអញ្ចឹងណាបងប្អូនហើយអ្នកខ្លះនិយាយពីសង្គ្រោះជាតិនិយាយពីសំរងសេនិយមនិយាយពីកម្មសខានិយមខ្ញុំថាឈប់យើងនិយាយអំពីជាតិនិយមវិញកូតាទាំងពីរនោះគ្រាន់តែជាការរួបរวมគ្នានៃការប្រមូលផ្ដុំដែលយើងមើលឃើញទេក៏ប៉ុន្តែមនុស្សរបស់សង្គ្រោះជាតិមិនមែនមកពីសំរងស៊ីមិនមែនមកពីកម្មសខាមិនមែនមកពីខ្មែរក្រហមមិនមែនមកពីគណៈបកប្រជាជនទេគឺជាខ្មែរដែលស្រឡាញ់ជាតិដែលមកចូលរួមនៅក្នុងសង្គ្រោះជាតិនេះអានឹងត្រូវមើលកន្លែងហ្នឹងណាពីព្រោះមិត្តរួមមនសិការរបស់ខ្ញុំណាអ្នកខ្លះធ្លាប់ធ្វើការក្នុងយោធាចង់និយាយថាច្រើនសមរភូមិជាងខ្ញុំទៀតក៏ប៉ុន្តែគេមកចូលរួមលះបង់ដើម្បីធ្វើការផ្លាស់ប្ដូរដើម្បីរើបំរាស់ខ្លួនអំពីអង្គើឈ្លានពានដោយសម្ងាត់របស់យួនមិនមែននៅក្នុងសំរងស៊ីមិនមែននៅក្នុងកឹមសុខាមិនមែនជាខ្មែរក្រហមទេហើយក៏ដែលនៅក្នុងដង្កៀបរបស់គណៈបកប្រជាជនក៏មិនមែនជាសកម្មជនដែរប៉ុន្តែគេបានលះបង់នឹងធ្វើកិច្ចការនឹងនៅក្នុងនានាការនយោបាយនឹងរួចហើយគេមើលឃើញអំពីហានិភ័យដែលប្រទេសយើងអាចនឹងគ្រោះថ្នាក់ហ្នឹងគេមកចូលរួមជាមួយសង្គមជាតិហើយយើងគិតមើលដូចជាអាយដាមប៉ាន់សវណ្ណឃើញទេប៉ាន់សវណ្ណក៏គាត់បើនិយាយមែនតើគាត់ជាគេហៅស្អីបកជនរបស់គណៈបកប្រជាជនផងប៉ុន្តែនៅពេលដែលគាត់មើលឃើញអំពីហានិភ័យគ្រោះថ្នាក់ដល់ប្រទេសជាតិគាត់មកចូលរួមជាមួយយើងដូច្នេះយើងមើលទាំងអស់ហើយអ្នកណាទៀតដែលនៅក្នុងតំបន់ខ្មែរក្រហមខ្ញុំតំបន់ដែលនៅខាងសំឡូតនៅខាងដែលលងវែងនៅខាងតាពាំងប្រាសាទអីណាខ្ញុំដើរលុកអស់ហើយពួកគាត់មិនមែនសំរងស៊ីនិយមទេពួកគាត់ក៏មិនមែនហ៊ុនសែននិយមដែរប៉ុន្តែពួកគាត់ស្មារតីជាតិគាត់មករួបរวมជាមួយយើងដូច្នេះហើយបាទខ្ញុំនិយាយថាមានតែសង្គ្រោះជាតិទេគឺជាបណ្ដុំនៃអ្នកស្នេហាជាតិបើយើងមិនប្រើកម្លាំងសង្គ្រោះជាតិហើយយើងតែរៀបចំនឹងតែរៀបចំស្អីហើយរៀបចំស្អីនឹងបានមកពីណាអំណាចស្អីបើយើងនិយាយមែនតើអំណាចពួកយើងសង្គ្រោះជាតិស្របច្បាប់ដោយសារវាធានាដោយរដ្ឋធម្មនុញ្ញអំណាចដតីទៀតហ្នឹងគឺគ្មានច្បាប់ណាគេបានទៅការពារឬក៏ទទួលស្គាល់យើងពីកាលណាមកទេអញ្ចឹងណាបងប្អូនបងណនទៅមកជម្រាបសួរឥឡូវខ្ញុំដល់ម៉ោងជម្រាបលាហើយណាបងប្អូនហ្នឹងហើយមិនស្អីថាបើសិនជាមិនធ្វើតាមហ្នឹងតើមានហេតុផលអីបញ្យល់មកបើសង្គ្រោះជាតិមិនខ្លាំងមានតែគេខ្លាំងអាហ្នឹងខ្ញុំនិយាយថាមានតែគេកំតិចអាហ្នឹងខ្ញុំនិយាយចេះបើសង្គ្រោះជាតិមិនខ្លាំងគឺខ្សោយហ្នឹងហើយឬក៏មួយទៀតថាបើសង្គ្រោះជាតិមិនខ្លាំងគណៈបកប្រជាជនខ្លាំងប៉ុណ្ណាអាហ្នឹង logic របស់វាប៉ុណ្ណាសច្ចភាពយើងខ្សោយគេខ្លាំងប៉ុណ្ណាអញ្ចឹងដើម្បីទប់បញ្ហាហ្នឹងយើងត្រូវតែខ្លាំង It's true បងគុនជា It's true It is not difficult to rebuild and maintain the existing CNRP network. It's not difficult at all. Instead, it's very easy. Well, it's very easy to do that. But the question is why that cannot be done. អានឹងតែប៉ុណ្្នឹងណាបងហេតុអីតែប៉ុណ្្នឹងឯង why ណានៅបងកូវីដទៅចូលមកឡើយទៅស្ដាប់ប៉ុស្តិ៍គេផ្សេងហ៎ឡើយស្ដាប់ប៉ុស្តិ៍គេផ្សេងឡើងដល់ម៉ោងចេញហើយខ្ញុំថាចង់ចាប់ដើមម៉ោង8កន្លះហ្នឹងបងប្អូនប៉ុន្តែ
ព្រឹងមិញសមនឹងម៉ោង8កន្លះដែរដោយសារវាបញ្ហាបច្ចេកទេសចុះឡើងទៅសំឡេងមីក្រូអត់ឮហ្នឹងវា start ចុះឡើងយើងប្រមូលកម្លាំងក្រោមឆ្លាតសង្គ្រោះជាតិត្រូវហើយណាបងប្អូនខ្ញុំឯកភាពអញ្ចឹងណាបងមលីខ្ញុំឯកភាពវាគួរតែធ្វើអញ្ចឹងហើយវាអត់ពិបាកផងព្រោះយើងមានស្ថាប័នស្រាប់យើងមានអង្គការចាត់តាំងស្រាប់យើងមានធនធានមនុស្សស្រាប់មនុស្សគឺសង្គ្រោះជាតិហ្នឹងហើយអ្នកដែលថាតែបង្កើតស្អីនៅក្នុងពិភពលោកនេះណាបង្កើតនេះបង្កើតនោះបង្កើតនេះបង្កើតនោះបងប្អូនទៅរាប់ឡើងវិញមកសុទ្ធតែជាស្មារតីដើមសង្គ្រោះជាតិទាំងអស់អឺលោកបានបន្ថែមលបឿនស្អីលបឿនអីក៏បងខ្ញុំមើល comment បងសិនខ្ញុំមើលអត់ដាច់ហងមិនអីទេឥឡូវខ្ញុំមើលមិនដាច់ចាំខ្ញុំមើលតាមក្រោយទៀតអោបងរវល់ហ៎បងរវល់ការងារហ៎បានចូលមកក្រោយគេការងារកុំសូវរវល់ពេកបងស្ដាប់ខ្ញុំនិយាយផងនិយាយលេងទេបងប្អូនហ្នឹងមកហ្នឹងហើយGood morning បងថនអេបងថនបានចូលមកមើលដែរថ្ងៃនេះអរគុណបងហ្នឹងហើយអ្នកជិតខាងខ្ញុំបងថនអ្នកជិតខាងខ្ញុំហ្នឹងហើយអរគុណច្រើនបងបានចូលមកស្ដាប់លេងហើយសម្រាប់ថ្ងៃនេះហ្នឹងហើយវាដល់ម៉ោងហើយខ្ញុំនិយាយយូរពេកថ្ងៃនេះខ្ញុំនិយាយពីនេះពីនោះឯងថ្ងៃនេះហើយចង់និយាយថាជារាល់ថ្ងៃហ្នឹងខ្ញុំនិយាយតែពីនេះពីនោះហ្នឹងឯងនិយាយដើម្បីជាទី1ជាការជួបជុំជាមួយនឹងបងប្អូនយើងដែលជាអ្នកឆ្លាញ់រាប់អានគ្នាផងទី2ជាការបណ្ដុះឆ្លៀតបណ្ដុះស្មារតីហើយទី3ឆ្លៀតបង្ហាញអំពីអ្វីដែលជាចំណុចខ្លាំងចំណុចខ្សោយរបស់យើងអញ្ចឹងទៅដើម្បីយកវាមកធ្វើជាមូលដ្ឋាននៅក្នុងបេសកកម្មរបស់យើងទៅមុខទៀតបងប្អូនត្រូវចាំថាជាតិយើងណាដែលយើងនិយាយភាសានេះភាសាខ្មែរនេះជាតិនេះភាសានេះណាអាចនឹងបាត់បង់នៅក្នុងអាណត្តិជីវិតរបស់យើងវាមិនបាត់សូន្យឈឹងទេក៏ប៉ុន្តែអំណាចរបស់ពួកយើងណាបាត់បណ្ដាហើយអញ្ចឹងបានយើងព្យាយាមរកលទ្ធភាពរើបំរាស់ឲ្យវានៅគង់វង្សដោយបងប្អូនឃើញហើយប្រទេសលាវគេយកហើយកម្ពុជាក្រោមគេយកហើយកុំតែនិយាយពីរឿងចម្ប៉ាពីព្រោះចម្ប៉ាតាំងពីយើងនៅតូចគ្រូគាត់អាសាបង្រៀនគាត់អាសានិយាយដល់ថាកុំឲ្យប្រទេសយើងនឹងខ្លាយទៅជាចម្ប៉ាទី2អីចឹងណាប៉ុន្តែអានេះមិនចម្ប៉ាទី2ទេវាគឺជាការបាត់បង់កម្ពុជាហ្នឹងណាវាជាការបាត់បង់កម្ពុជាដែលយើងត្រូវតែព្រួយបារម្ភទាំងអស់គ្នា Why don't you join CNRP leader then provide your ideology to them ខ្ញុំតាមការពិតខ្ញុំនៅក្នុង CNRP ហ្នឹងបងខ្ញុំនៅក្នុង CNRP ហើយខ្ញុំជាប្រធានក្រុមការងាររបស់ CNRP ដែរក៏ប៉ុន្តែដោយសារ CNRP ហ្នឹងគេតែបង្កើតចលនាគេតែបង្កើតបណ្ដាញគេតែបង្កើតស្អីអ្នកប្រជាធិបតេយ្យគេតែបង្កើតស្អីចឹងទៅណាគេបង្កើតអស់អញ្ចឹងទៅវានៅក្នុងលក្ខខណ្ឌខ្ញុំនៅ CNRP ម្នាក់ឯងក្រៅពីនោះគេទៅធ្វើស្អីអស់ហើយប៉ុន្តែគេទៅហើយគេនៅតែស្ពាយអាផ្លាក CNRP ថាគេក៏កាន់ CNRP ទៅដែរគេក៏ទៅ CNRP ដែរអញ្ចឹងទៅ CNRP វាទៅជាលក្ខណៈរាយប៉ាយដែលអា CNRP បរិសុទ្ធវាអត់មានកន្លែងឈរអញ្ចឹងទៅអត់មានវេទិកាណាដើម្បីយកអាគំនិតទាំងអស់នេះទៅនិយាយហើយកន្លែងខ្លះចូលរួមប្រជុំនៅក្នុងកាលហ្នឹងខ្ញុំចាំបានដូចជាប្រជុំនៅក្នុងហើយខ្ញុំចាំបាច់ត្រូវតែនិយាយឈ្មោះហ្នឹង KMD ហ្នឹងហើយពង្រឹងរឿងយុវជនរឿងអីចឹងទៅខ្ញុំព្យាយាមយកអាគំនិត CNRP ដើម្បីពង្រឹងឬក៏ភ្ជាប់វារបៀបណាដើម្បីឲ្យកម្លាំងយើងខ្លាំងគេបាត់មាត់ខ្ញុំមិនឲ្យនិយាយកុំឲ្យយក CNRP មកភ្ជាប់អីចឹងណាដូច្នេះវាយូរទៅយើងវាខ្លាយទៅជាចំ CNRP ខ្លាយទៅជាមនុស្សចម្លែកវិញណានឹងប៉ុណ្ណឹងទេណាបងខ្មែរ Voice ហ្នឹងហើយគឺក្នុងន័យប៉ុណ្ណឹងតាមការពិតខ្ញុំនៅក្នុង CNRP ហើយខ្ញុំក៏ជាមន្ត្រីរបស់ CNRP គេហៅណាមន្ត្រីជាន់ខ្ពស់របស់ CNRP ដោយសារតួនាទីរបស់ខ្ញុំគឺជាប្រធានក្រុមការងារអញ្ចឹងណាហ្នឹងហើយដូច្នេះវាអត់មានអីទេបងសំខាន់យើងនិយាយនៅកន្លែងនេះវាគួរតែលើដល់ហើយគេលើដល់យូរហើយក៏ប៉ុន្តែគ្រាន់តែថាគេធ្វើមិនធ្វើវាតាក់ទងជាមួយនឹងយុទ្ធសាស្ត្រដូចខ្ញុំនិយាយពីរឿងថាស្អីគេបំរុងនឹងបោះឆ្នោតតែតំណាង
ស្អីគេហ្នឹងតំណាងពលរដ្ឋក្រៅប្រទេសអីជាឡើងជាដើមទាំងអស់ហ្នឹងខ្ញុំចេះតែខ្ញុំឮអញ្ចឹងខ្ញុំចេះតែនឹកឃើញថាកុំឲ្យបន្តដើរតាមយន្តការកំទេចសង្គ្រោះជាតិតទៅទៀតអាហ្នឹងគឺជាផែនការពីនេះទៅដល់ខែ3ណាពីនេះទៅដល់ខែ3ពីព្រោះផែនការដែលខ្ញុំត្រូវធ្វើបងប្អូនខ្ញុំត្រូវធ្វើតាំងពីថ្ងៃទី10នៅថ្ងៃទី25ខែ7 25ខែ7កាលពីសម័យដែលគេផ្ទុះអាវុធថ្មីៗណាដែលខ្ញុំត្រូវធ្វើហើយខ្ញុំស្នើទៅហើយខ្ញុំធ្វើការងារណាដែលត្រូវធ្វើហើយខ្ញុំបានប្រតិបត្តិទៅការងារហើយប៉ុន្តែពីថ្ងៃនឹងមកដល់ថ្ងៃនេះសំណើរបស់ខ្ញុំមិនទាន់មានចម្លើយទេហើយពីថ្ងៃមុនទៀតអាទិត្យមុនទៀតខ្ញុំបានស្នើមួយទៀតការងារមួយទៀតហើយខ្ញុំអញ្ចឹងបានខ្ញុំនិយាយម្ដងហើយខ្លាចបងប្អូននៅខាងកូរ៉េមិនបានលឺណាខ្ញុំនិយាយថាបងប្អូនកូរ៉េដែលថាចង់ឲ្យខ្ញុំមានវត្តមាននៅទីនោះដើម្បីនិយាយអំពីរឿងសង្គមជាតិអីបងប្អូនសូមអធិស្ឋានសូមពន្យាសិនទៅពីពួកខ្ញុំអត់ទាន់មាន green light ណាមួយទេហើយខ្ញុំពិបាកមែនមិនដឹងជាទៅសុំការឯកភាពពីអ្នកណាដោយសារវារមែអត់ឃើញណាអញ្ចឹងមិនបងប្អូននៅកន្លែងនេះថាវង្វេងណាមានបងប្អូន comment មកថាវង្វេងអ្នកខ្លះថាវល់អស់ហើយហ្នឹងណាវាវល់អញ្ចឹងមែនពីព្រោះមិនដឹងជាប្រព័ន្ធនៅណាកន្លែងនេះហើយគឺជាផ្នែកមួយដ៏សំខាន់ដែល defeat គេកំពុងតែប្រតិបត្តិការហើយ defeat ដែលចូលមកអនុវត្តនឹងកំទេចរចនាសម្ព័ន្ធយើងណាបងប្អូនដឹងទេមានទីប្រឹក្សាសម្ងាត់ដែលគេដឹងគ្រប់គ្នាថាជាទីប្រឹក្សាស៊ីលុយស៊ីកាក់របស់លោកហ៊ុនសែនមកធ្វើកិច្ចការនៅក្រៅប្រទេសទេក៏ប៉ុន្តែមានអ្នកធំរបស់យើងមួយចំនួនជឿគំនិតជឿទស្សនៈជឿមតិរបស់បុគ្គលហ្នឹងរហូតដល់នាំគ្នាដូចជាស្វាគមន៍ចឹងគំនិតណាដែលគេដាក់មកហ្នឹងស្វាគមន៍ដែលគំនិតទាំងអស់ហ្នឹងគឺជា brand របស់ហ៊ុនសែនទេជា mastermind នៅឯស្រុកខ្មែរហ្នឹងទេដែលគេផ្ញើសាររំលងមកដើម្បីឲ្យចារកម្មរបស់គេមក lobby ដើម្បីកំទេចយើងពីខាងក្នុងនេះគឺជារបៀបគេធ្វើការណាបងប្អូនរបៀបគេធ្វើការគឺអញ្ចឹងហើយគំនិតដូចយើងអញ្ចឹងណាចង់រៀបចំអញ្ចឹងណាគេអត់ស្ដាប់ទេបើថាអាគំនិតណាដែលទៅរំលាយយើងហ្នឹងគឺទទួលយកភ្លាមអញ្ចឹងណាហើយខ្ញុំមិនថាអ្នកណាទទួលយកទេប៉ុន្តែខ្ញុំថាវាទទួលយកភ្លាមអញ្ចឹងខ្ញុំនៅក្នុងហ្នឹងទេណាបងខ្មែរ Voice ណាខ្ញុំនៅក្នុង CNRP ទេហើយទាំងអស់នេះគឺមានន័យប៉ុណ្ណឹងខ្ញុំទាំងបូកម៉ោងដែលយើងឥឡូវតែមានបញ្ហាបច្ចេកទេសផងមកដល់ម៉ោងឥឡូវនេះវាលើសម៉ោងហើយវាលើសម៉ោងហើយបងប្អូនអញ្ចឹងសូមជម្រាបលាបងប្អូនប៉ុណ្ណឹងសិនចាំស្អែកជួបគ្នាទៀតណាជួបគ្នាទៀតប្រធានបទផ្សេងហ្នឹងអរគុណច្រើនហើយសូមជូនពរបងប្អូនទាំងអស់គ្នាសុខសប្បាយបងប្អូនដែលនៅស្រុកខ្មែររាត្រីសួស្តីបងប្អូនដែលនៅខាងអាមេរិកសូម good morning ហើយបងប្អូននៅកាណាដាក៏មានដែរអ្នកជិតខាងក៏មានដែរបងធនអឺបាទជំរាប